បាទតើតងជាមួយសំណួរទី1គឺអញ្ចេះភ្ជាប់មួយសំណួរសម័យដែលខ្ញុំបានសួរដែរថាករណីដែលគាត់បម្រើការងារនៅសហគមន៍សហគមន៍កប៉ុន្តែគាត់អត់មានសហជីពទេនៅពេលដែលមានចំនួនគាត់អាចទៅស្នើសុំជំនួយពីតំណាងសហជីពមកពីខាងណាមកជជែកចំនួននឹងជាមួយនឹងក្រុមហ៊ុនដែលគាត់កំពុងបម្រើការបានដែរឬមួយក៏អត់ទេគ្រូបាទជាកូកាអត់ទេបាទគាត់អត់គាត់អាចទៅសុំជំនួយពីប្រតិភូបុគ្គលិកដែលនៅកន្លែងការងារគាត់ហ្នឹងដោយសារតែយើងមានបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិកត្រូវទេបងបាទចាអញ្ចឹងគាត់អាចសុំជំនួយប្រតិភូបុគ្គលិកឬក៏គាត់មានអ្នកណាគាត់ស្រឡាញ់ពេញចិត្តនៅកន្លែងការងារហ្នឹងហើយគាត់អត់ទាន់បោះឆ្នោតបង្កើតសហជីពទេតែគាត់ស្រឡាញ់ពេញចិត្តបុគ្គលម្នាក់ហ្នឹងអញ្ចឹងបើគាត់ពាក់ព័ន្ធជាមួយវិវាទការងាររួមអីក៏គាត់អាចស្នើសុំឲ្យបុគ្គលម្នាក់ពីរនាក់ដែលគាត់ស្រឡាញ់ពេញចិត្តហ្នឹងធ្វើជាតំណាងបានគាត់ផ្តិតមេដៃស្នាមមេដៃមកហើយគាត់ដូចចាត់តាំងលោកខនៃដែលជាកម្មករចិត្តនៃកន្លែងការងារហ្នឹងអញ្ចឹងដើម្បីចរចាជាមួយយោជកហើយគាត់ទៀមទាប្រហែលចំណុចចឹងទៅ1 2 3 4 5ចឹងទៅអញ្ចឹងគាត់អាចធ្វើអញ្ចឹងបានយើងនឹងចេញលិខិតទទួលស្គាល់អ្នកតំណាងរបស់គាត់ឲ្យប៉ុន្តែគាត់អាចទៅពឹងពាក់សហជីពផ្សេងអីយកមកដើម្បីអាចដោះស្រាយវិវាទការងារជំនួសគាត់បាននេះនៅយុគឋានក៏អញ្ចឹងហើយនៅកន្លែងការងារក៏បងមានសិទ្ធិក្នុងការមិនដោះស្រាយជាមួយគាត់ដែរព្រោះគាត់មិនមែនជាកម្មករចិត្តនៅកន្លែងការងារនឹងផងគាត់មិនដឹងថានៅកន្លែងការងារនឹងខ្វះខាតអីឬក៏មានបញ្ហាអីកើតឡើងបាទគ្រូបាទចាបាទសំណួរទី2តកតងជាមួយនឹងដូចគ្រូមានប្រសាសន៍ថារឿងសហជីពហ្នឹងវាមិនមែនជាមុខរបរទេចុះប្រមូលពីកម្មករនិយោជិកម្នាក់ហ្នឹងអាហ្នឹងគាត់យកធ្វើអីបាទចាការងាររបស់គាត់មានការងារស្នូលដែលយើងមើលម្សិលមិញមាន3ចំណុចសំខាន់ពាក់ព័ន្ធនឹងការការពារកម្មករអត្ថប្រយោជន៍របស់កម្មករចិត្តហើយនិងបញ្យលពិសិដ្ឋដែលកម្មករចិត្តមានហើយគាត់ជាតំណាងក្នុងការដោះស្រាយវិវាទការងារគាត់ចូលរួមក្នុងការចរចាជាមួយយោជកពាក់ព័ន្ធជាមួយនឹងគោលនយោបាយនៅកន្លែងការងារហើយគាត់ក៏អាចបើសិនជាគាត់មានភាពជាតំណាងបំផុតអីគាត់អាចចរចាជាមួយយោជកក្នុងការចុះអនុសញ្ញារួមដែលមានចែងលក្ខខណ្ឌល្អប្រសើរជាងអីដែលមាននៅក្នុងច្បាប់ចឹងទៅអញ្ចឹងក្នុងករណីហ្នឹងគឺដើម្បីធ្វើសកម្មភាពអស់ហ្នឹងឯងមានន័យថាដូចជាករណីដែលគាត់ត្រូវមកដោះស្រាយវិវាទការងារអមជាមួយនឹងខាងកម្មករចិត្តដែលជាសមាជិកអីចឹងមកក្រសួងមកមន្ទីរឬក៏ថាករណីមួយចំនួនគាត់ត្រូវមានវគ្គបណ្ដុះបណ្ដាលដើម្បីជួបជាមួយនឹងសមាជិករបស់គាត់ប្រាប់ពីសិទ្ធិប្រាប់ពីអីដល់កម្មករចិត្តដែលជាសមាជិកហ្នឹងអញ្ចឹងកន្លែងហ្នឹងគាត់អាចយកភាគទានហ្នឹងយកទៅប្រើប្រាស់ដែរប៉ុន្តែគាត់ត្រូវមានតស័យនៅក្នុងលក្ខន្តិកៈរបស់គាត់ដែរហើយករណីមួយចំនួនទៀតសមាជិករបស់គាត់អាចថាមានអ្នកពោះធំសម្រាប់កូនឬក៏បុណ្យសពបងប្អូនឬក៏បុណ្យសពរបស់សមាជិករបស់គាត់ឬក៏ករណីដែលមានជំងឺអីផ្សេងអញ្ចឹងគាត់អាចយកទៅឧបត្ថម្ភដកមួយចំនួនសម្រាប់យកទៅឧបត្ថម្ភដល់សមាជិកគាត់ដែលមានបញ្ហាបែបហ្នឹងក៏បានដែរហើយនៅបណ្ដុះបណ្ដាលចាបណ្ដុះបណ្ដាលហើយករណីដែលគាត់ជាសហព័ន្ធឬក៏សហភាពទៀតគាត់អាចត្រូវមានការិយាល័យរបស់គាត់អីដែរអញ្ចឹងក្នុងការិយាល័យហ្នឹងមិនត្រូវចំណាយអាចចំណាយថ្លៃជួលអាចចំណាយថ្លៃបុគ្គលិករដ្ឋបាលនៅការិយាល័យផ្សេងអញ្ចឹងគាត់យកទៅបម្រើការងារអស់ហ្នឹងដើម្បីជាបម្រើប្រយោជន៍ដល់កម្មករចិត្តដែលជាសមាជិករបស់គាត់វិញតែគាត់ទៅធ្វើជាប្រាក់ឈ្នួលរបស់គាត់បន្ថែមពីលើប្រាក់ឈ្នួលដែលគាត់ក្នុងនាមជាកម្មករចិត្តធម្មតាហ្នឹងទេបាទចាអញ្ចឹងអ៊ំមកថាឥឡូវបើសិនជាគាត់អត់មានជាការិយាល័យធ្វើការជួលអីទេមានន័យថាអ៊ំមកថាគ្នាគាត់មាន50នាក់អញ្ចឹង50នាក់គុណជាមួយចំនួនបុគ្គលិកដែលគាត់បង់ម្នាក់ហ្នឹងមកអញ្ចឹងមួយខែគាត់បាន200បាទចាគាត់ឲ្យគាត់យកទៅប្រជុំប្រចាំខែឬក៏ប្រចាំត្រីមាសអីទៅហើយគាត់អាចថាទុកថវិកាហ្នឹងដើម្បីប្រើប្រាស់ពេលមានត្រូវធ្វើដំណើរធ្វើអីពេលដែលមកអមនៅពេលដែលដោះស្រាយវិវាទអីជាដើមអញ្ចឹងបាទគាត់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលផ្សេងៗដែលសមាគមឬក៏អង្គការផ្សេងគាត់រៀបចំអីចឹងទៅតែគាត់រៀបចំគាត់អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលតែសហយធ្វើដំណើរអីគាត់អាចយកចេញពីភាគទានហ្នឹងទៅហើយនៅពេលដែលគាត់ទទួលបានចំណេះដឹងទទួលបានបទពិសោធន៍ទទួលបានការចែកម្លែកពីអង្គការឬក៏សមាគមផ្សេងហ្នឹងគាត់អាចយកទៅចែកម្លែកបន្តទៅសមាជិករបស់គាត់នៅពេលណាមួយទៀតចឹងទៅហើយហ្នឹងសម្រាប់ការងារអស់ហ្នឹងឯងបាទគ្រូបាទចាបាទចឹងសូមអរគុណគ្រូបាទអរគុណបាទស្ងាត់ពេកសួរបងសួរចឹងទៅខ្ញុំអត់សូវបាទម្នាក់ឯងអនឡាញរៀងនេះតិចណាគ្រូអនឡាញចារៀងនេះតិចមែន
Hay đầu bên vậy tích tới ai vậy chẳng lưng vậy បាទ អត់ទេអ្នកគ្រូខ្ញុំសូមសួរដែរអ្នកគ្រូកុំឲ្យស្ ចា មារ ចា បាទ ខ្ញុំអាចសុំបង្ហាញបន្តិចបងសរុនបាទ អូខេ go ahead yeah ចានេះគូតើតោះមួយអ្វីដែលក្រុមការងារគាត់លើកឡើងរឿងគេហៅថាដូចថាអត់សុបាយចិត្តមួយសហជីពណាគូហើយមែនតើខ្ញុំជាក់ស្ដែងនេះក៏អត់ដែលមានជាបទពិសោធន៍ជាមួយសហជីពដែរគាត់ថាឲ្យតែជួប HR គឺគាត់លើកតែអញ្ចឹងដែរមានន័យថាគាត់រឿងសហជីពមួយគឺគាត់ធុញទ្រាន់តែម្ដងណាគូ ចា តាមគោលការណ៍ច្បាប់ដូចនគរបានមានប្រសាសន៍ហ្នឹងឃើញថាដូចជាមានភាពមិនស្មើគ្នាសោះរវាងសហជីពមានន័យថាកម្មករយោជិកជាមួយដូចរៀងបើថាឲ្យស្មើដូចជាអត់ស្មើទេវាដូចជាលំអៀងទៅខាងកម្មករយោជិកហើយជាមួយសហជីពវិញមានន័យថាគាត់មានសិទ្ធិតវ៉ាសិទ្ធិតវ៉ារបស់គាត់នឹងវារៀងដូចធំដែរមើលទៅគ្រូអញ្ចឹងបើតាមជាការយកឃើញរបស់នគរវិញឃើញថានគររៀងយល់ថាដូចអ្វីដែលបងរៀងលំអៀងអញ្ចឹងដែរឬមកក៏នគរឃើញថាវាអត់ទេវារៀងស្មើភាពគ្នាហើយបើសិនជាវារៀងលំអៀងតើនគរមានជាយោបល់ការណែនាំយ៉ាងម៉េចដែរដើម្បីអាភាពលំអៀងហ្នឹងវារៀងរៀងប្រសើរជាងមុនអញ្ចឹងនគរមានន័យថាសិទ្ធិយោជកជាមួយនឹងសិទ្ធិរបស់សហជីពកម្មករយោជិកវារៀងដូចថាវាអាចទទួលយកបានអស់នគរបាទចាទំនួលបើខ្ញុំមើលឃើញទៅគ្រាន់ថាឃើញមានការចែងមួយចំនួនដែលនិយាយពីខាងកម្មករចិត្តច្រើនគាត់ចែងដើម្បីអីគឺមើលទៅទំនោរគឺការពារគាត់ពីការរើសអើងផ្សេងដែលយើងនិយាយថាជាសហជីពចឹងរូបភាពគាត់មិនសូវជាវិជ្ជមានចំពោះខាងយោជកចឹងណាចឹងគាត់អត់សង្ឃឲ្យបកកើតទេចឹងទៅអញ្ចឹងករណីបែបហ្នឹងគេការពារកុំឲ្យគាត់នឹងទទួលរងនៅការបញ្ឈប់ពីការងារអីដោយអត់មានការពិនិត្យត្រឹមត្រូវអញ្ចឹងទៅវាមិនមែនជាការបញ្ឈប់ពីការងារដោយហេតុផលសំរុំដោយការមានកំហុសរបស់គាត់អញ្ចឹងណាអញ្ចឹងករណីនេះគេមានការពារមួយចំនួនហើយក៏មានការចែងមួយចំនួនដើម្បីផ្ដល់សិទ្ធិសេរីភាពក្នុងការរៀបចំក្នុងការបង្កើតសហជីពនោះទៅដល់កម្មករចិត្តដោយសារដូចយើងមើលនៅក្នុងរូបម្សិលមិញបើសិនជាគាត់ម្នាក់ឯងវាអាចលំអៀងទៅខាងយោជកបន្តិចដែលយោជកគាត់អត់សូវខ្វាយខ្វល់ពីសម្លេងតូចមួយហ្នឹងទេប៉ុន្តែនៅពេលដែលគាត់រួបរวมគ្នាមានគ្នាច្រើនទៅសម្លេងរបស់កម្មករចិត្តហ្នឹងអាចលឺទៅដល់ខាងយោជកហើយខាងយោជកហ្នឹងក៏គាត់អាចរកវិធីដើម្បីដោះស្រាយបញ្ហាផ្សេងជូនគាត់ឬក៏ព្យាយាមធ្វើមិនឲ្យមានអនុលោមភាពតាមច្បាប់ជំនឿទៅកុំឲ្យមានការលំពៀនទៅលើសិទ្ធិនិងថាប្រយោជន៍អីដែលគាត់ត្រូវទទួលបានអញ្ចឹងណាហើយមានការចែងបែបហ្នឹងការពារគាត់បែបហ្នឹងគឺដោយសារតែអាចនិយាយពីប្រវត្តិនៃការជិះជាន់នឹងដែរដោយការចំនួនមុនយើងមានខាងទេសកលមានអីចឹងទៅគាត់ធ្វើការអត់មានម៉ោងអត់មានការសម្រាកអត់មានប្រាក់ឈ្នួលអត់មានការហូបចុកត្រឹមត្រូវគ្រប់គ្រាន់អីទេគាត់ហ្នឹងគាត់ជាទេសកលគាត់ត្រូវធ្វើការឲ្យតកែរបស់គាត់រហូតចឹងទៅបើឈឺស្លាប់អីក៏គេបោះចោលទៅតាមហ្នឹងចឹងទៅអត់មានលក្ខខណ្ឌការងារណាដើម្បីការពារគាត់ទេតែក្រោយមកទើបយើងមានការចែងជាច្បាប់ជាអីចឹងទៅដែលអាចការពារសិទ្ធិនិងអត្ថប្រយោជន៍របស់គាត់មួយចំនួនឲ្យមានភាពសមរម្យចឹងដែរហើយគាត់ក៏យើងក៏មានគោលការណ៍ក្នុងការលើកកម្ពស់ការងារសមរម្យនឹងដែរធ្វើម៉េចឲ្យគាត់បានការងារមួយធ្វើមានម៉ោងសម្រាប់មានម៉ោងអីត្រឹមត្រូវមានលក្ខខណ្ឌសុខភាពសុខភាពអីត្រឹមត្រូវទៅតាមស្តង់ដារជាតិនិងអន្តរជាតិអញ្ចឹងទៅអញ្ចឹងក្នុងករណីហ្នឹងក៏មានចែងច្រើនពាក់ព័ន្ធជាមួយគាត់ចែងពីសិទ្ធិសេរីភាពរបស់គាត់ចែងពីអ្វីដែលគាត់ត្រូវទទួលបានស្របតាមច្បាប់ស្របតាមស្តង់ដារអន្តរជាតិអីចឹងទៅហើយយោជកតាមពិតទៅមិនមែនអត់មានសិទ្ធិអីទាំងអស់ទេគាត់មានសិទ្ធិផ្សេងគឺពាក់ព័ន្ធជាមួយនឹងការបញ្ជាមួយចំនួនក្នុងទូនាទីរបស់កម្មករចិត្តនឹងឯងហើយគាត់មានសិទ្ធិដាក់ពិន័យដាក់អីទៅតាមបទបញ្ជាផ្ទៃក្នុងដែលមានចែងហើយចុះទៅការដោយអធិការការងារហ្នឹងអញ្ចឹងដើម្បីអាចឲ្យតំណែងហ្នឹងវារៀងមានដូចថាវាមិនអាចស្មើគ្នាទាំងស្រុងប៉ុន្តែអាចថាកុំឲ្យវាធ្ងន់ជាងគ្នាស្រាលជាងគ្នាច្រើនពេកហ្នឹងគឺធ្វើម៉េចឲ្យមានការអនុវត្តស្របទៅតាមគោលការណ៍ដែលយើងមាននឹងឯងហើយការអនុវត្តដែលស្របទៅតាមគោលការណ៍ហ្នឹងគឺមានន័យថាយើងត្រូវព្យាយាមផ្សព្វផ្សាយគោលការណ៍ហ្នឹងកុំឲ្យមានការយល់ខុសគ្នាកុំឲ្យមានការទាញយកប្រយោជន៍ពីគោលការណ៍ហ្នឹងទៅរៀងខ្លួននេះហ្នឹងឯង
ចឹងបានបច្ចុប្បន្នហ្នឹងដូចបញ្ជាក់ជូនចឹងត្រូវមានការផ្សព្វផ្សាយឲ្យបានច្រើនឲ្យបានទូលាយទៅដល់គ្រប់មជ្ឈដ្ឋានទាំងអស់ទាំងសហជីពមូលដ្ឋានទាំងបងប្អូនកម្មករចិត្តនៅកន្លែងការងារនឹងជាដើមហើយយើងឃើញថាយើងការនិយាយថាការយល់ដឹងរបស់គាត់ពីបទបញ្ញត្តិពាក់ព័ន្ធនេះគឺអត់ទាន់បានល្អប្រសើរប៉ុន្មានទេអញ្ចឹងមិនយើងព្យាយាមបញ្យល់ទៅដល់ពួកគាត់ឲ្យបានដឹងពីច្បាប់ពីគោលការណ៍ដែលយើងមានហើយបើសិនជាយើងនិយាយពីគោលការណ៍ដាច់អហង្ការទាំងស្រុងហ្មងក្នុងនាមជាប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងឲ្យតែមានសមត្ថភាពគ្រប់គ្រាន់ហ្នឹងគឺត្រូវគោរពតាមច្បាប់ហើយច្បាប់អីក៏ដោយក៏គេអត់ខ្វល់ដែរគេអត់គិតអត់ចេះច្បាប់ទេហើយអត់មានអ្នកណាគេនិយាយថាខ្លួនឯងអត់ចេះច្បាប់បានទេតែខុសច្បាប់ត្រូវដាក់ទោសទណ្ឌតាមច្បាប់ហើយអញ្ចឹងជាគោលការណ៍សកលហ្នឹងគឺប្រជាពលរដ្ឋនៅក្នុងប្រទេសមួយហ្នឹងគឺត្រូវគោរពតាមច្បាប់នៃប្រទេសហ្នឹងឯងអញ្ចឹងបច្ចុប្បន្ននេះអីដែលអាចធ្វើបានគឺមានតែការបដិបដាមានតែការបញ្យល់ណែនាំបន្ថែមហើយនឹងដាក់ទោសពិន័យទៅតាមអីដែលច្បាប់ផ្ដល់ឲ្យគឺការគោរពតាមគោលការណ៍ទាំងអស់គ្នាយើងអត់មានថាគោលការណ៍ហ្នឹងវាអាចថាមានចន្លោះប្រហោងដែលអាចអនុវត្តទៅវាអត់បានត្រឹមត្រូវទៅតាមគោលគំនិតដំបូងនៃការបង្កើតគោលការណ៍ដែរប៉ុន្តែយើងនឹងព្យាយាមធ្វើម៉េចឲ្យមានស្ថាប័នមួយដែលគាត់អាចមានភាពជឿទុកចិត្តទាំងសងខាងដែលអាចជួយសម្របសម្រួលទំនាក់ទំនងរបស់ពួកគាត់បានដែលយើងកំពុងតែព្យាយាមធ្វើហ្នឹងហើយយើងឲ្យមានការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធនឹងទាំងតំណាងកម្មករចិត្តទាំងកម្មករចិត្តខ្លួនឯងផ្ទាល់ទាំងតំណាងយោជកនិងយោជកផ្ទាល់ហើយទាំងភាគីរាជរដ្ឋបាលផងដែរហើយរួមទាំងចំនួនបច្ចេកទេសផ្សេងៗពីអង្គការអន្តរជាតិផ្សេងៗនិងអង្គការសង្គមមួយចំនួនដែលគាត់ធ្វើលើវិស័យអីផ្សេងគាត់ទៅបានមកចោះឬក៏ចោះបញ្ជីនៅក្រសួងគាត់ធ្វើសកម្មភាពមួយចំនួនពាក់ព័ន្ធជាមួយនឹងកម្មករចិត្តនៅក្នុងវិស័យណាមួយដែរប៉ុន្តែគាត់ទៅបានចុះបញ្ជីជាមួយនៅជើងទេមានសមាគមមួយចំនួនគាត់បង្កើតជាសមាគមធម្មតាទូទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃអីចឹងទៅប៉ុន្តែតាមពិតការអនុវត្តរបស់គាត់គឺជាការប្រមូលផ្ដុំគ្នានៅកន្លែងការងារមួយគាត់អាចជាតំណែងការងារដែរអញ្ចឹងករណីហ្នឹងក៏នៅមានខ្លះដែលយើងអត់ទាន់បានគ្រប់ដណ្ដប់បានទាំងស្រុងដែរហើយយើងក៏ព្យាយាមផ្សព្វផ្សាយទៅដែរថាច្បាប់ការងារមានច្បាប់កម្មករចិត្តអីទេគឺឲ្យតែមានតំណែងការងារគឺច្បាប់ការងារគ្រប់ទៅលើកលែងតប្រមាណដែលច្បាប់ការងារបញ្ជាក់ច្បាស់ថាអត់នៅក្នុងដែនសមត្ថកិច្ចរបស់ច្បាប់ការងារវិសាលភាពរបស់ច្បាប់ការងារទេអញ្ចឹងយើងទៅឆ្ងាយតិចតែត្រឡប់មកវិញគឺមើលឃើញថាវារៀងលំអៀងតិចដែរប៉ុន្តែក៏លំអៀងហ្នឹងក៏មានហេតុផលរបស់គេដែរយើងមិនថាគេចែងច្បាប់មកលំអៀងហើយអត់មានហេតុផលមានមូលដ្ឋានទេប៉ុន្តែយើងព្យាយាមដោះស្រាយអាភាពលំអៀងហ្នឹងដោយការអនុវត្តជាក់ស្ដែងហ្នឹងធ្វើម៉េចទាញអានមកចំគោលការណ៍ឲ្យបានចិត្តនឹងការអនុវត្តជាមួយនឹងគោលការណ៍ឲ្យបានកាន់តែខិតជិតគ្នាចឹងទៅអញ្ចឹងការអនុវត្តទៅមុខទៀតយើងអាចសម្របសម្រួលយើងអាចមានតំណែងល្អមួយគ្នាជឿទុកចិត្តគ្នាហើយដើម្បីសម្រេចគោលដៅរួមហ្នឹងឯងគឺឲ្យកំណើនសេដ្ឋកិច្ចកំណើនស្ថិរភាពការងារមានប្រជាទិញច្រើនហ្នឹងឯងខ្ញុំចូលរួមបានប៉ុណ្ណឹងខ្ញុំអត់ច្បាស់ថាអាចឆ្លើយមួយសំណួរបងបានទាំងស្រុងអត់ទេប៉ុន្តែបច្ចុប្បន្ននេះខ្ញុំចូលរួមបានប៉ុណ្ណឹងបានអ្នកគ្រូបានអ្នកគ្រូមិញបងមានសំណួរអីបាទអ្នកគ្រូខ្ញុំឈ្មោះសរុនអ្នកគ្រូបាទអ្នកគ្រូខ្ញុំប្រហែលជាយល់ខុសឬក៏យល់មិនត្រូវអ្នកគ្រូសម្រាប់ពាក្យថាវិជ្ជាជីវៈអ្នកគ្រូបាទចាអញ្ចឹងបើតាមខ្ញុំធ្លាប់ដឹងធ្លាប់ឮធ្លាប់ប្រើពាក្យថាវិជ្ជាជីវៈនេះសំដៅបើអង់គ្លេសគេអាចសំដៅទៅលើពាក្យថា professionalism ប្រហែលជាពាក្យអញ្ចឹងអ្នកគ្រូមើលទៅបាទប៉ុន្តែមើលនៅក្នុងខ្លឹមសារអត្ថន័យរបស់យើងនេះហាក់ដូចជាផ្ដោតខ្លាំងទៅលើសហជីពទៅលើសមាគមនយោជកជាដើមអ្នកគ្រូបាទបើតាមខ្ញុំដែលហៅថាវិជ្ជាជីវៈគឺផ្ដោតទៅលើក្រុមហ៊ុនដែលគាត់មានក្រមសីលធម៌ដែលគាត់មានវប្បធម៌ដែលគាត់មានគោលការណ៍ត្រឹមត្រូវបាទគាត់មានវិជ្ជាជីវៈបាទមិនបង្ទៀនមេដឹកនាំរបស់គាត់នឹងមានការដឹកនាំឬក៏ការអប់រំខ្ពស់អ្នកគ្រូបាទនោះយើងសំដៅទៅលើវិជ្ជាជីវៈក្រុមហ៊ុនដែលមាន professionalism ដែលគាត់មាន
culture ល្អគាត់មាន training គាត់មាន teamwork គាត់មាន behavior គាត់មាន attitude គាត់មានvalues គាត់មាន vision mission អញ្ចឹងគ្រូបាទប៉ុន្តែបើមើលមេរៀនរបស់យើងហាក់ដូចជាផ្ដោតខ្លាំងទៅលើសហជីពឬក៏ទៅលើនយោជកចុះអ្នកគ្រូបើសិនបើក្រុមហ៊ុននឹងគាត់មានឲ្យសហជីពឬក៏មានឲ្យសមាគមនយោជកប៉ុន្តែគាត់អត់មាន culture ហ្នឹងគាត់អត់មានវប្បធម៌ហ្នឹងគាត់អត់មានគោលការណ៍អញ្ចឹងគាត់អត់មានទស្សនវិស័យណាវែងឆ្ងាយឬក៏អប់រំបុគ្គលិកឲ្យមានចំណេះដឹងដើម្បីបន្តវេននៅក្នុងក្រុមហ៊ុនហ្នឹងអាហ្នឹងយើងអាចចាត់ទុកជាវិជ្ជាជីវៈបានដែរអ្នកគ្រូបាទព្រោះខ្ញុំមិនថាខ្ញុំអាចយល់ខុសឬក៏យល់ច្រឡំអញ្ចឹងណាអ្នកគ្រូបាទអរគុណចាអរគុណច្រើនតាមពិតនៅក្នុងនេះយើងមានពាក្យមិនមែនតវិជ្ជាជីវៈមួយទេយើងមានពាក្យផ្សំគ្នាតំណវិជ្ជាជីវៈហើយនៅក្នុងហ្នឹងយើងមានអង្គការវិជ្ជាជីវៈចឹងនៅក្នុងហ្នឹងគ្រាន់តែបើពាក្យវិជ្ជាជីវៈទូទៅដែលយើងអាចរកបាននៅក្នុងការបញ្ចូលពាក្យហ្មងគឺអាចនិយាយថាមានន័យថាជាមុខតំណែងឬក៏របបសម្រាប់ចិញ្ចឹមជីវិតឬក៏មុខការអីមួយចឹងទៅចឹងនៅក្នុងនេះតំណែងវិជ្ជាជីវៈកន្លែងនេះគឺគេសំដៅទៅលើតំណែងដែលមាននៅក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់គាត់ហ្នឹងដែលយើងនិយាយថាពេលគាត់ធ្វើការងារឬក៏តំណែងនៅកន្លែងការងារហ្នឹងតើគាត់ជួបប្រទះបញ្ហាគេខ្លះហើយគាត់ត្រូវមានតំណែងជាមួយអ្នកណាខ្លះហើយគាត់ត្រូវធ្វើម៉េចដើម្បីឲ្យតំណែងហ្នឹងវាបានល្អប្រសើរវាកុំឲ្យមានឆ្លោះគ្នាកុំឲ្យមានបញ្ហាតំណែងឲ្យនៅកន្លែងការងារហ្នឹងគាត់អាចធ្វើការដោយសប្បាយចិត្តដោយមានភាពសុខដុមក្នុងខ្លួនឯងមានសុវត្ថិភាពអត់មានបញ្ហាដល់សុខភាពនៅពេលក្រោយជាពិសេសពាក់ព័ន្ធជាមួយនឹងបើយើងនិយាយយើងអាចមានសញ្ញាមួយទៀតគឺជំងឺវិជ្ជាជីវៈមួយទៀតអាហ្នឹងនៅក្នុងលក្ខខណ្ឌសុខភាពសុវត្ថិភាពការងារហ្នឹងវាអាចមានមិនជាជំងឺភ្លាមដែលយើងអាចឈឺធ្លាក់ខ្លួនឈឺភ្លាមទេតែករណីមួយចំនួនអញ្ចឹងយើងអាចបន្តប្រើប្រាស់ឬក៏ប៉ះពាល់ជាមួយនឹងជាតិគីមីណាមួយក្នុងរយៈពេលយូរទៅយើងឈឺនៅក្នុងពេលណាមួយអញ្ចឹងទៅឬក៏ក្លិនអីមួយដែលយើងអាចស្រូបចូលជាប្រចាំមួយថ្ងៃបន្តិចអញ្ចឹងដល់10 20ឆ្នាំទៅវាអាចទៅជាជំងឺអីមួយដែលមើលអត់ជាអីចឹងទៅអញ្ចឹងអាហ្នឹងក្នុងហ្នឹងខ្ញុំចង់បញ្ជាក់ថាពាក្យវិជ្ជាជីវៈកន្លែងនេះគឺសំដៅទៅលើដូចនិយាយហ្នឹងគឺមុខរបរសម្រាប់ចិញ្ចឹមជីវិតអីហ្នឹងហើយយើងពាក្យតំណែងវិជ្ជាជីវៈមានន័យថាយើងនឹងសិក្សាមើលថាតើធ្វើម៉េចអាចឲ្យតំណែងនៅកន្លែងការងារតំណែងនៅកន្លែងយើងប្រកបមុខរបរតំណែងរវាងភាគីដែលនៅកន្លែងការងាររួមមានយោជកហើយនិងកម្មករចិត្តហ្នឹងបានល្អប្រសើរកុំឲ្យមានវិវាទបើមានវិវាទតើធ្វើមិនយើងអត់អាចរបៀបថាយើងនិយាយថាអត់វិវាទទាំងស្រុងទេប៉ុន្តែករណីដែលមានវិវាទហ្នឹងយើងអាចបង្ការបានប្រមាណជាអតិបរមាហើយបើសិនជានៅមានទៀតតើយើងត្រូវធ្វើម៉េចទៅដោះស្រាយបានម៉េចឲ្យបានមានប្រសិទ្ធភាពឲ្យបានលឿនឲ្យបានឆាប់រហ័សឲ្យបានទទួលបានលទ្ធផលទៅភាគីពាក់ព័ន្ធហ្នឹងគាត់ពេញចិត្តទៅនឹងការដោះស្រាយបែបហ្នឹងហើយអត់ធ្វើឲ្យគាត់នឹងមានអារម្មណ៍ល្អមានអារម្មណ៍ទាំងផ្លូវកាយទាំងផ្លូវចិត្តល្អហ្នឹងដែលយើងរងថ្ងៃយើងមានយន្តការយុទ្ធនាការអីផ្សេងដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការបៀតបៀនអីបន្ថែមទៀតនៅកន្លែងការងារអីហ្នឹងគឺសូម្បីតែសុខុមាលភាពរបស់កម្មករចិត្តដែលយើងគិតបច្ចុប្បន្នហ្នឹងមិនមែនតែសុខុមាលភាពផ្លូវកាយដែលមានពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌសុខភាពសុវត្ថិភាពការងារនៅកន្លែងការងារទេសូម្បីតែលក្ខខណ្ឌពាក់ព័ន្ធជាមួយនឹងអារម្មណ៍ស្មារតីរបស់កម្មករចិត្តក៏យើងត្រូវគិតដែរអញ្ចឹងនៅកន្លែងនេះអ្វីដែលយើងផ្ដោតហ្នឹងគឺធ្វើម៉េចឲ្យមានអ្នកនៅធ្វើការនៅកន្លែងការងារហ្នឹងគាត់ទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់ហើយគាត់ទទួលបានរបៀបថាភាពធ្វើការទៅអត់មានបញ្ហាអីគាត់សប្បាយចិត្តនឹងទៅធ្វើការព្រោះអីគាត់ចំណាយពេល8ម៉ោងនៅកន្លែងការងារហើយសល់ប៉ុន្មានគាត់ចំណាយពេលនៅផ្ទះពេលខ្លះដល់ផ្ទះគាត់ត្រូវគេងអស់ប្រហែលម៉ោងទៀតអញ្ចឹងចំណាយពេលនៅផ្ទះហ្នឹងចង់តិចជាងចំណាយពេលនៅកន្លែងការងារទៀតកន្លែងការងារហ្នឹងសរុបទៅដូចចង់ដូចផ្ទះទី2របស់គាត់ហើយអញ្ចឹងតើផ្ទះទី2ហ្នឹងគាត់សប្បាយចិត្តនឹងនៅហើយបើគាត់អត់សប្បាយចិត្តនឹងនៅក្នុងផ្ទះទី2ហ្នឹងទេតើគាត់ត្រូវធ្វើម៉េចគាត់មានវិធីអីដើម្បីអាច
ដកខ្លួនចេញពីកន្លែងហ្នឹងអត់ឬក៏គាត់ចង់ឈប់ពីការងារគាត់ធ្វើមិនអីមិនអាហ្នឹងសុទ្ធតែជាការងារដែលត្រូវធ្វើត្រូវសម្របសម្រួលត្រូវមានកលការដើម្បីអនុវត្តទៅឲ្យបានស្របគ្នាអញ្ចឹងទៅកុំឲ្យប្រទាំងប្រទេសគ្នាខ្លាំងពេកហើយនឹងមានការបកស្រាយមានការអីជាទូទៅវាការងារថាវាជាទូទៅទេដោយសារតែភាគីគាត់មានអត្ថប្រយោជន៍រៀងៗខ្លួនដោយបញ្ជាក់ជូនអញ្ចឹងអត្ថប្រយោជន៍គាត់អាចរៀងប្រទេសគ្នាបន្តិចប៉ុន្តែតាមពិតទៅគាត់អត់តន់យល់ថាគោលដៅរួមរបស់គាត់ហ្នឹងគឺជាការធ្វើម៉េចធានាឲ្យបានឲ្យមានអ្នកប្រជាទិញធានាការងារនឹងឲ្យបានហើយធ្វើការងារហ្នឹងប្រកបដោយប្រសិទ្ធភាពចឹងទៅបង្កើនផលិតភាពអីបង្កើនចំណេះជំនាញខ្លួនឯងបន្ថែមចឹងទៅដើម្បីអាចឡើងឋានៈឡើងតួនាទីអីចឹងទៅមានធ្វើការឲ្យនៅតែមួយកន្លែងហ្នឹងរហូតទេត្រូវអាចថាមានទទួលបាននៅវគ្គបណ្ដុះបណ្ដាលផ្សេងហើយអាចបង្កើនសមត្ថភាពខ្លួនឯងចឹងទៅហើយយកជួបគាត់អត់ចាំបាច់ផ្លាស់ប្ដូរកម្មករចិត្តច្រើនហើយអញ្ចឹងផលិតភាពក៏វាកើនឡើងដែរអញ្ចឹងក្នុងករណីនេះតំណែងវិជ្ជាជីវៈគឺតំណែងទំនងគេសំដៅទៅលើតំណែងទំនងនៅកន្លែងការងារប៉ុន្តែបើយើងនិយាយវាមានថ្នាក់នៅកន្លែងការងារហើយក៏មានតំណែងទំនងជារួមដែរមានន័យថាទាំងភាគីទាំងពីរដែលនៅកន្លែងការងារហើយក៏មានភាគីផ្សេងដែលចូលរួមនៅក្នុងតំណែងទំនងមួយហ្នឹងដើម្បីឲ្យតំណែងទំនងនៅកន្លែងការងារហ្នឹងមានភាពល្អប្រសើរជាងមុនដែរគឺភាគីអ្នកណាបើយើងគឺរដ្ឋគឺរាជរដ្ឋាភិបាលហ្នឹងឯងហើយនឹងដៃគូសង្គមផ្សេងដែលយើងមានអង្គការអន្តរជាតិខាងការងារអីអស់ហ្នឹងដែរហើយបច្ចុប្បន្នមានអង្គការអន្តរជាតិខាងការងារហ្នឹងក៏មានគម្រោងរបស់ខាងកូរ៉េមានគម្រោងរបស់អីដែលគាត់មកដើម្បីជួយធ្វើម៉េចឲ្យយន្តការដោះស្រាយវិវាទការងារធ្វើម៉េចឲ្យយន្តការពាក់ព័ន្ធជាមួយនឹងការផ្ទេរពីអ្នកដែលធ្វើការអត់ទាន់បានសមរម្យការងារមួយចំនួនដែលលក្ខខណ្ឌការងារអត់ទាន់បានសមរម្យហ្នឹងធ្វើឲ្យវាមានភាពល្អប្រសើរឡើងចឹងដែរអញ្ចឹងវាមានធាតុផ្សំច្រើនដើម្បីអាចធ្វើឲ្យតំណែងវិជ្ជាជីវៈហ្នឹងបានល្អប្រសើរចឹងទៅទើបយើងបញ្ជាក់ពីយន្តការទើបយើងបញ្ជាក់ពីមូលដ្ឋានអីផ្សេងដែលយើងបានមើលពីម្សិលមិញហ្នឹងដែរចឹងខ្ញុំអាចឆ្លើយសរុបរួមទៅថាតំណែងវិជ្ជាជីវៈនៅកន្លែងនេះគឺយើងសំដៅទៅលើតំណែងនៅកន្លែងការងារហើយវិជ្ជាជីវៈដែលយើងយកជាន័យតាមវចនានុក្រមរបស់យើងរបស់សម្ដេចសង្ឃជួនណាហ្នឹងដែរគឺគាត់និយាយពីមុខរបរអីហ្នឹងឯងអញ្ចឹងនៅក្នុងនោះយើងនិយាយពីតំណែងនៅក្នុងការប្រកបមុខរបរសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនប្រជាពលរដ្ឋនៅកន្លែងការងារហ្នឹងហើយមួយវិញទៀតបើអង្គការវិជ្ជាជីវៈហ្នឹងគឺយើងហៅថាជាពាក្យបច្ចេកទេសរបស់គេមួយចឹងនៅក្នុងច្បាប់ហ្នឹងគេឲ្យនិយមន័យហើយថាអង្គការវិជ្ជាជីវៈហ្នឹងគឺសំដៅទៅលើអីសំដៅទៅលើជាការរួបរวมគ្នារវាងកម្មករចិត្តឬក៏ការរួបរวมគ្នារវាងនយោជកចឹងទៅដើម្បីបង្កើតក្រុមគាត់រៀងៗខ្លួនការពារអត្ថប្រយោជន៍ឲ្យក្រុមគាត់រៀងៗខ្លួនហ្នឹងដែលនៅក្នុងហ្នឹងយើងមានសហជីពហើយនឹងសមាជិកនឹងអញ្ចឹងនៅក្នុងពាក្យវិជ្ជាជីវៈនេះមិនមែនជាពាក្យន័យទលាដែលយើងអាចបកស្រាយបានទៅតាមដូចបងមានប្រសាសន៍ថាជាអាចជាprofessionalism អីអញ្ចឹងទៅភាពមានវិជ្ជាជីវៈដែលគាត់ធ្វើការងារទៅតាមអ្វីដែលគាត់ត្រូវបំពេញក្នុងនាមជាអីមួយអញ្ចឹងទៅអញ្ចឹងដូចក្នុងសហជីពអញ្ចឹងក៏យើងចង់ឲ្យគាត់បើយើងនិយាយពាក្យទូទៅហ្នឹងគឺយើងចង់ឲ្យគាត់មានវិជ្ជាជីវៈដែរមានន័យថាគាត់ធ្វើការងារសហជីពហ្នឹងគឺធ្វើទៅតាមច្បាប់ស្ដីពីសហជីពហ្នឹងឲ្យគាត់ធ្វើអញ្ចឹងទៅគាត់ធ្វើខុសពីអីដែលច្បាប់ឲ្យគាត់ធ្វើមានថាគាត់ធ្វើខុសពីវិជ្ជាជីវៈគាត់ដែលជាថ្នាក់ដឹកនាំសហជីពហើយប៉ុន្តែវិជ្ជាជីវៈមួយនេះមិនមែនជាវិជ្ជាជីវៈដែលជាមុខរបរចិញ្ចឹមជីវិតរបស់គាត់ទេដោយសារតែដោយបញ្ជាក់ជូនអញ្ចឹងនៅក្នុងការងារសហជីពហ្នឹងគឺជាការងារដែលបំពេញបន្ថែមការងារដែលគាត់ឆ្លាញ់គាត់ចង់ធ្វើគាត់ចង់លើកស្ទួយប្រយោជន៍របស់កម្មករចិត្តដែលជាសមាជិករបស់គាត់ឃើញថាគាត់អាចជួយកម្មករចិត្តបានគាត់អាចថាមានចំណេះដឹងមួយចំនួនដែលអាចលើសពីកម្មករចិត្តផ្សេងៗចឹងគាត់អាចបញ្យល់ណែនាំបន្ថែមគាត់អាចតំណាងអីចឹងទៅណាគាត់ធ្វើការងារនឹងបន្ថែមពីលើការងារគាត់ដែលជាកម្មករចិត្តធម្មតាដែលជាអ្នកប្រកបរបរហើយមានយកជក់ដើម្បីផ្ដល់ប្រាក់ឈ្នួលជាប្រចាំដែលជាតម្លៃថ្នូរនៃការងារដែលគាត់ធ្វើទៅតាមកិច្ចសន្យាការងាររបស់គាត់ហ្នឹងចឹងដែរអញ្ចឹងសរុបរួមទៅវិជ្ជាជីវៈកន្លែងនេះគេមានន័យរបស់គេកំណត់មកបែបហ្នឹងអញ្ចឹងណាយើងបកស្រាយក្នុងន័យទលាយដូចបងមានប្រសាសន៍ហ្នឹងទេបាទអ្នកគ្រូអរគុណអ្នកគ្រូយល់ប៉ុន្តែអ្នកគ្រូសូមបន្ថែមតិចអ្នកគ្រូចាចុះបើមានស្ថាប័នមួយចំនួន
ឬក៏អង្គភាពមួយចំនួនឬក៏ក្រុមហ៊ុនមួយចំនួនឬក៏អង្គការមួយចំនួនដែលគាត់អត់មានសហជីពនិងអត់មានសមាគមនយោជកណាគ្រូអាហ្នឹងយើងមិនណាគ្រូយើងបញ្ជាក់ថាគាត់អត់មានវិជ្ជាជីវៈឬក៏តលតែស្ថាប័នទាំងអស់ហ្នឹងតែមានសហជីពនិងសមាគមនយោជកបានយើងកំណត់ថាពួកគាត់នឹងមានវិជ្ជាជីវៈឬក៏យ៉ាងម៉េចណាគ្រូបាទព្រោះដូចខ្ញុំថាអញ្ចឹងនៅស្រុកខ្មែរយើងជាពិសេសមិនប្រកាសថាក្រុមហ៊ុនទាំងអស់នោះមានសហជីពទេហើយក៏មិនប្រកាសថាមាននយោជកដែរចាមានសមាគមនយោជកបាទដល់ពេលអញ្ចឹងយើងពិបាកនឹងបញ្ជាក់ថាអូខេគាត់នឹងគឺមានវិជ្ជាជីវៈហើយអញ្ចឹងណាគ្រូបាទយើងអត់និយាយថាគាត់មានវិជ្ជាជីវៈឬនៅតាមរយៈថាគាត់មានសហជីពឬក៏អត់ឬក៏មានគាត់ជាសមាជិកសមាគមយោជកឬក៏អត់ទេយើងអ្វីដែលយើងកំពុងតែពិនិត្យនេះប្រធានបទមួយនេះគឺយើងនិយាយពីសេរីភាពរបស់គាត់ក្នុងការបង្កើតអញ្ចឹងមានន័យថាយើងឲ្យគាត់មានសិទ្ធិក្នុងការបង្កើតប៉ុន្តែយើងមិនបង្ខំឲ្យគាត់បង្កើតទេបើសិនជាគាត់ចង់បង្កើតគាត់អាចបង្កើតបានដោយអត់មានការរារាំងដោយអត់មានការរើសអើងដោយអត់មានការប្រជុំពីការងារជាពិសេសគឺការបង្កើតសហជីពហើយចំពោះសមាគមយោជកបើគាត់ចង់ចូលជាសមាជិកសមាគមមួយណាសហគ្រាសគាត់នឹងយោជកក្រុមហ៊ុនណាមួយក្រុមហ៊ុន A ក្រុមហ៊ុន B ហ្នឹងគាត់ចង់ចូលជាសមាជិកសមាគមណាមួយក៏គាត់ចូលទៅបើមិនជាគាត់ឃើញថាសមាគមយោជកហ្នឹងផ្ដល់អត្ថប្រយោជន៍ឲ្យសមាជិករបស់គាត់ដែលជាសហគ្រាសគឺស្ថានណាមួយហ្នឹងតែបើគាត់អត់ចង់ចូលទេក៏អត់មានបញ្ហាដែរគឺជាសិទ្ធិរបស់គាត់សេរីភាពរបស់គាត់អញ្ចឹងមិនយើងកំពុងតែបញ្ជាក់ជូនហ្នឹងគឺថាការចូលរួមបង្កើតសហជីពការចូលរួមជាសមាជិកក្នុងសហជីពរបស់កម្មករនិយោជិតម្នាក់ហ្នឹងគឺជាសិទ្ធិហើយនិងសេរីភាពរបស់គាត់ចង់ចូលក៏បានគាត់មិនចង់ចូលក៏បានពេលគាត់ចូលជាសមាជិកហើយគាត់ត្រូវគោរពតាមលក្ខន្តិកៈរបស់សហជីពដែលគាត់ចូលជាសមាជិកហ្នឹងមានន័យថាគាត់ត្រូវបង់ភាគទានសម្រាប់សហជីពមួយហ្នឹងអញ្ចឹងទៅអញ្ចឹងយើងជាយុវជនយើងនឹងកាត់ភាគទានហ្នឹងដើម្បីផ្ទេរទៅសហជីពកាត់ពីប្រាក់ឈ្នួលរបស់គាត់ហ្នឹងប៉ុន្តែបើសិនជាគាត់ចង់ដកខ្លួនចេញក៏អត់មានណាគេហាមគាត់ដែរគាត់ចង់ដកចេញក៏បានដែរដកខ្លួនចេញពីសហជីពក៏បានដែរហើយការដកខ្លួនហ្នឹងក៏អត់ត្រូវការឲ្យអ្នកណាឯកភាពដែរអញ្ចឹងបើគាត់ចង់ដកខ្លួនគ្រាន់តែមាននីតិវិធីមួយចំនួនដែលគាត់ត្រូវបំពេញទេមានថាគាត់ត្រូវអាចថាបំពេញ form បំពេញលិខិតមួយអញ្ចឹងទៅថាគាត់ដកខ្លួនអញ្ចឹងទៅដើម្បីជាឯកសារផុសតាងអាចឲ្យយុវជនលែងកាត់ប្រាក់ឈ្នួលគាត់បង់ជាភាគទានទៅសហជីពនឹងទៀតទៅប៉ុណ្្នឹងឯងប៉ុន្តែការចូលរួមឬក៏មិនចូលរួមហើយចូលរួមហ្នឹងទាំងការបង្កើតសហជីពទាំងការចូលរួមជាសមាជិកសហជីពគឺជាសិទ្ធិរបស់បុគ្គលម្នាក់ដែលជាកម្មករនិយោជិតហ្នឹងហើយដូចបងគាត់សួរមុនអញ្ចឹងគឺកម្មករនិយោជិតកន្លែងណាគឺចូលសហជីពមូលដ្ឋានកន្លែងហ្នឹងហើយសហជីពមូលដ្ឋាននៅក្នុងសហគ្រាសមួយអាចមានច្រើនទៅតាមអាចមានតិចមានច្រើនទៅតាមសិទ្ធិសេរីភាពរបស់កម្មករនិយោជិតនៅកន្លែងហ្នឹងដូចគ្នានិយាយទៅវាសុទ្ធតែជាសិទ្ធិសេរីភាពរបស់គាត់អញ្ចឹងណាប៉ុន្តែគាត់ថាយើងមានច្បាប់កំណត់ពីសិទ្ធិសេរីភាពហ្នឹងមួយចំនួនដែរពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌក្នុងការបង្កើតពាក់ព័ន្ធជាមួយលក្ខខណ្ឌក្នុងការចូលរួមជាថ្នាក់ដឹកនាំសហជីពឬក៏ថ្នាក់ដឹកនាំសមាគមយោជកអីហ្នឹងចឹងទៅហើយពាក់ព័ន្ធជាមួយនឹងឯកសារដែលយើងតម្រូវឲ្យគាត់យកមកដើម្បីយើងចោះបញ្ជីឲ្យចឹងទៅអញ្ចឹងគាត់ត្រូវចុះបញ្ជីចុះអីចឹងទៅគាត់អាចធ្វើសកម្មភាពសហជីពនឹងស្របតាមច្បាប់ឬក៏ធ្វើសកម្មភាពជាសមាគមយោជកនឹងស្របតាមច្បាប់អញ្ចឹងសរុបមកវិញអីដែលយើងនិយាយនៅនេះគឺជាអង្គការវិជ្ជាជីវៈនៅកន្លែងនេះយើងសំដៅទៅលើអង្គការរបស់របស់កម្មករនិយោជិតហើយហ្នឹងអង្គការរបស់យោជកប៉ុន្តែពាក្យអង្គការដែលយើងប្រើនៅក្នុងនេះគឺខាងស្តង់ដារអន្តរជាតិគេមានប្រើពាក្យហ្នឹងប៉ុន្តែនៅពេលយើងប្រើពាក្យនៅក្នុងប្រទេសយើងវិញគឺយើងប្រើពាក្យអង្គការវិជ្ជាជីវៈយើងអត់ប្រើពាក្យអង្គការទទេទេយើងប្រើពាក្យអង្គការទទេអាចច្រឡំជាមួយអីផ្សេងអញ្ចឹងទៅអញ្ចឹងយើងប្រើពាក្យអង្គការវិជ្ជាជីវៈអានឹងយើងមាននិយមន័យហើយស្ដេចនៅក្នុងច្បាប់ស្តីពីសហជីពអីអញ្ចឹងទៅហើយអង្គការវិជ្ជាជីវៈប្រើពាក្យនឹងមួយគឺពាក្យទូទៅមានន័យថាយើងសំដៅទៅដល់ទាំង
អង្គការវិជ្ជាជីវៈរបស់កម្មករចិត្តនិងអង្គការវិជ្ជាជីវៈរបស់យោជកដែលឈ្មោះមួយរបស់គាត់ហ្នឹងអង្គការវិជ្ជាជីវៈរបស់កម្មករចិត្តហ្នឹងយើងហៅសហជីពហើយអង្គការវិជ្ជាជីវៈរបស់យោជកហ្នឹងគឺយើងហៅសមាគមយោជកហ្នឹងឯងក្នុងសហគ្រាសមួយអាចមានសហជីពមូលដ្ឋានឬក៏សហជីពប្រចាំកន្លែងការងារហ្នឹងមួយឬពីរឬច្រើនឬក៏អត់មានក៏មិនដែរដោយសារតែយើងផ្ដល់សិទ្ធិសេរីភាពក្នុងការបង្កើតហ្នឹងទៅឲ្យកម្មករយោជិតនៅកន្លែងការងារហ្នឹងហើយបើសហគ្រាសវិញសហគ្រាសមួយខ្លួនឯងម្នាក់ហ្នឹងខ្លួនឯងមួយហ្នឹងអាចចូលជាសមាជិកសមាគមយោជកមួយដែរចឹងទៅហើយតប្រមាណបានបង្កើតបានទៅជាសមាគមនយោជកមួយសហគ្រាសប្រមាណនៅសម័យសុំសួរមួយនេះគ្រូចង់គ្រូចែកម្លែកពាក្យបច្ចេកទេសទាំងប្រមាណមិញហ្នឹងជាភាសាអង់គ្លេសបានទេគ្រូអូចានៅក្នុងបងបានឯកសារដែលក្រសួងគាត់រៀបចំហ្មងគាត់ចងក្រងគាត់ចងក្រងច្បាប់4ហ្នឹងមានបានទទួលចាំនៅក្នុងហ្នឹងមានភាសាខ្មែរមានភាសាអង់គ្លេសចាំផ្លែបងខ្ញុំអាចផ្ញើចាំទៅចាចឹងទៅនៅក្នុងហ្នឹងគ្រាន់តែគេអត់ដាក់ថាវាជាវាអត់ official ទេប៉ុន្តែយើងអាចប្រើទៅតាមពាក្យដែលគេទៅសេនៅក្នុងឯកសារមួយហ្នឹងបានចាំបន្តិចខ្ញុំសូមឆែកឲ្យខ្ញុំផ្ញើជូនចាំចាំមើលបើកមើលខ្ញុំផ្ញើចូលក្រុមហ្នឹងទទួលបានណាផ្ញើខុសក្រុមទៀតនៅក្នុងហ្នឹងមាន4ច្បាប់ហើយនៅក្នុងហ្នឹងក៏បានបញ្ចូលវិសោធនកម្មរួចស្រេចទៀតអញ្ចឹងបងអត់ចាំបាច់របៀបថាត្រូវឆែកមើលថាតើមេត្រាណាខ្លះធ្វើវិសោធនកម្មត្រូវបានធ្វើវិសោធនកម្មមេត្រាណាខ្លះអត់ទាន់បានធ្វើវិសោធនកម្មឬក៏អាចប្រើប្រាស់មេត្រាខុសអីចឹងណាព្រោះយើងយកមេត្រាខុសដោយសារតែមេត្រាហ្នឹងបើសិនជាធ្វើវិសោធនកម្មហើយយើងត្រូវប្រើមេត្រាថ្មីដែលគេនិយាយដូចមេត្រា90ថ្មីមេត្រា17ថ្មីច្បាប់ស្តីពីសហជីពអញ្ចឹងហើយនៅក្នុងហ្នឹងយើងមាន4ច្បាប់មានច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីពច្បាប់ស្តីពីបបសន្តិសុខសង្គមហើយនឹងមួយទៀតគេប្រាក់ឈ្នួលអបបរមាហើយអញ្ចឹងនៅក្នុងហ្នឹងមានទាំងខ្មែរមានទាំងអង់គ្លេសចឹងមកអាចយកទៅនេះគ្រូបានទទួលហើយហ្នឹងបានទាំងសភៅពុំទៀតគ្រូគ្រប់គ្នាចានៅបានខ្ញុំឃើញបងគាត់មានចែកសភៅចឹងទៅអាចមានប្រើប្រាស់តាមនឹងដែរច្បាប់ស្តីពីសហជីពក៏យើងមានដែរនៅក្នុងហ្នឹងហើយពាក្យបច្ចេកទេសរបស់គាត់មានទៅសេនៅក្នុងនេះដែរចាខ្ញុំបានទៅគ្រូនិយាយសួរគ្រូចាសូមអធិស្ឋានតើតើមួយសភៅដូចគ្រូគាត់បានប្រាប់យូរហើយតែអត់បានទៅដកអានោះគេទៅដកពីកន្លែងណាដែរគ្រូបាទសួរបងខាងវិទ្យាស្ថានជាបងសំណាងអាចបងអាចសួរគាត់បញ្ជាក់បន្ថែមអញ្ចឹងបងបាទចាគាត់មានស្តុកនៅហ្នឹងហើយគាត់អាចចែកជូនអញ្ចឹងតែខ្ញុំច្បាស់ថាគាត់ចែកអស់ឬក៏អត់ទាន់អស់អីទេដោយសារស្តុកនៅខាងវិទ្យាស្ថានខ្ញុំបានទទួលពីខាងរដ្ឋបាលរបស់ក្រសួងដែរតែខ្ញុំប្រើទៅសោះខ្ញុំអត់សូវដែរប្រើជាហាត់ភាសាហាត់យកទៅប្របែកនឹងតាមខ្លួនដែរអីវ៉ាន់ច្រាស់ខ្ញុំ share មួយជូនបងក្នុងនេះយើងមានយមន័យមានពាក្យនេះ professional organization នេះចឹងទៅមានប្រតិភូបុគ្គលិកមានសហជីពមូលដ្ឋានមានសហព័ន្ធសហជីពសហភាពសហជីពអីចឹងទៅហើយយើងមានយមន័យមួយចំនួនទៅតាមច្បាប់ផ្សេងៗដែលគាត់អាចឲ្យយមន័យពាក្យមួយចំនួនពាក្យបច្ចេកទេសមួយចំនួនដែរចឹងពាក្យខ្លះវាអាចមានអត្ថន័យ
ប្រហាក់ប្រហែលគ្នាជាមួយនឹងពាក្យទូទៅអញ្ចឹងទៅតែពាក្យខ្លះវាអាចខុសគ្នាជាមួយនឹងពាក្យទូទៅអញ្ចឹងដោយសារតែយើងឲ្យយមន័យទៅតាមច្បាប់ឬក៏បទបញ្ញត្តិដែលយើងគាត់តាក់តែងមកអញ្ចឹងដែរចឹងនៅក្នុងច្បាប់ផ្សេងៗក៏អាចមានសន្តានុក្រមពាក្យច្បាប់របស់គាត់ដែរដូចនៅក្រមបទប្រវេណីអញ្ចឹងក៏គាត់មានបញ្ចូលពាក្យមួយចំនួនដែររដ្ឋបាលក៏មានពាក្យបញ្ចូលមួយចំនួនអញ្ចឹងនៅក្នុងច្បាប់ស្តីពីសហជីពនេះក៏មានពាក្យមួយចំនួនដែលគាត់បញ្ចូលនៅក្នុងនោះដែរឃើញទូចពេកអត់ទេបងឬក៏ល្មមអាចនេះបានស្លាយតើបងមានសំណួរអីបន្ថែមឬក៏អត់ទេនៅកន្លែងបងកន្លែងមានយន្តការស្រាយវិទ្យាការងារថ្នាក់សហគមន៍ស្ថានdriven mechanism អីយើងដោះស្រាយបណ្ដឹងតវ៉ាបណ្ដឹងសុខចិត្តរបស់កម្មករចិត្តអត់ទេមានយន្តការអីឬក៏មានគណៈកម្មការអីសម្រាប់ដោះស្រាយបញ្ហាអីដែលកើតឡើងនៅខាងខ្ញុំមានជា step process អីចឹង agreement policy នេះខ្ញុំមានចាចា agreement policy ហ្នឹងបងមានរបៀបថាជាអ្នកពីគ្រប់អ្នកដោះស្រាយហ្នឹងអ្នកណាគេណានិយាយទៅអត់តងជាមួយហ្នឹង detail មកហ្នឹងហ្មងខ្ញុំអត់បានអានដែរគ្រាន់តែថាខាងខ្ញុំអត់ដែលមានរឿងចំនួនអីកើតឡើងចឹងប៉ុន្តែទូទៅពីច្រើនមាន HR ចឹងដូចមាន manager ចឹងមាន head of department នេះគាត់ចូលរួមអីចឹងណាហើយគ្រាន់តែចាក់ពួកខ្ញុំខាងខ្ញុំពីច្រើន focus លើកូនសិស្សច្រើនជាងអញ្ចឹងពួកខ្ញុំមានពីថាវាគេហៅការកាពីកុមារម្ដុំអីចឹងណាគឺថាបុគ្គលិកហ្មងខ្ញុំមាន policy តែបើ practice ហ្មងអត់តាន់ដែរមានព្រោះដោយសារតែខាងខ្ញុំអត់ដែរមានចំនួនអីទាំងអស់តែអញ្ចឹងអត់ដែរមានបទពិសោធន៍តកតងមួយនឹងច្បាស់ខ្លាំងនេះគ្រូគាត់ថាយើងមាន policy in place តែអត់តាន់មានរឿងនឹងកើតឡើងឲ្យជាខ្ញុំបានឃើញផ្ទាល់នឹងភ្នែកអញ្ចឹងណាគ្រូចាចាចឹងល្អយើងអត់ចាំបាច់ដោះស្រាយយើងបង្ការបានទាំងស្រុងឯង 100% ឯងអត់មានវិវាទផងប៉ុន្តែពេលមានវិវាទតែយើងមានយន្តការសម្រាប់ដោះស្រាយនៅកន្លែងការងារសិនអញ្ចឹងណាហើយពេលគាត់អត់សប្បាយចិត្តអីទៀតទៅគាត់អាចបន្តយន្តការមកផ្សេងទៀតទៅចូលបងដែរចូលជាមួយនឹងខាងវគ្គចូលរួមវគ្គបណ្ដុះបណ្ដាលរបស់ខាង ILO ពាក់ព័ន្ធជាមួយនឹងយន្តការបណ្ដឹងតវ៉ាអីហើយអត់ទេមានបងណាធ្លាប់ចូលរួមអត់ដែរអត់សុទ្ធតែអត់មានធ្លាប់មានវិវាទអីផងព្រោះឃើញថាអត់សូវមានអ្នកបាទដែលមកធ្លាប់មកយុគឋានដែរមកយុគឋានមានវិវាទមិនថាសុទ្ធតែមានវិវាទនឹងអត់អនុឡោមអីអត់ទេជួនកាលគាត់មានការទៀមទាមកចំនួនដែរជាការទៀមទាលើសពីអីដែលគាត់ត្រូវទទួលបានតាមច្បាប់អីដែរអញ្ចឹងណាអញ្ចឹងមិនមែនថាឲ្យតែមានវិវាទអត់មានអនុឡោមភាពនៅកន្លែងការងារហ្នឹងទេមិនមានអីចឹងអញ្ចឹងដូចជាអត់មានអីសំណួរអីទៀតទេចឹងខ្ញុំតពាក់ព័ន្ធជាមួយតំណែងជីវៈមិនតឲ្យវារំលឹកឡើងវិញបន្តិចដោយសារតែយើងបញ្ជាក់ថ្ងៃហ្នឹងយើងមានក្រុមភាសាមួយពាក់ព័ន្ធមួយប្រធានបទហ្នឹងដែរហើយអញ្ចឹងយើងអាចចូលមើលត្រួសត្រាសពាក់ព័ន្ធជាមួយនឹងអ្វីដែលខ្ញុំបានបង្ហាញមុនពីម្សិលមិញយើងមានយមន័យតំណែងជីវៈតំណែងនៅកន្លែងការងារតំណែងពីគ្រប់ភាគីនៅក្នុងតំណែងជីវៈហ្នឹងគឺមានកម្មករចិត្តនិងតំណែងរបស់គាត់យកជួបនឹងតំណែងរបស់គាត់ក៏ដូចជារដ្ឋចូលរួមផងដែរហើយអាចមានដៃគូសង្គមអីផ្សេងៗដែលគាត់ចូលរួមធ្វើឲ្យតំណែងហ្នឹងមានអាចថាមានតុល្យភាពកាន់តែល្អប្រសើរអញ្ចឹងទៅធ្វើឲ្យមានភាពសុខដុមរមនានឹងគ្នាហើយក៏បង្ការបានវិវាទឲ្យបានច្រើនកាន់តែល្អបើសិនជានៅតែមានវិវាទទៀតដោយបច្ចៈជូនទៅយើងមានយន្តការផ្សេងៗដើម្បីអាចឲ្យគាត់ស្វែងរកដំណោះស្រាយបានហើយយន្តការហ្នឹងក៏យើងធ្វើមិនឲ្យវាមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពហើយនឹងឆាប់រហ័សហើយយន្តការយើងមានហើយការដោះស្រាយវិវាទការងារគឺយើងមានតាមនីតិវិធីទៅតាម
ច្បាប់ទៅតាមប្រកាសដែលយើងមានដែលខ្ញុំបញ្ជាក់ជូនថាមានប្រកាសថ្មីនៅក្នុងឆ្នាំ2025ពាក់ព័ន្ធមួយការតេតិនៃការដោះស្រាយវិវាទបុគ្គលនិងតេតិនៃការដោះស្រាយវិវាទការងាររួមហ្នឹងបើសិនជាយើងដោះស្រាយអត់សះជានៅកន្លែងការងារឬក៏អត់មានការព្រមព្រៀងគ្នានៅកន្លែងការងារទេគាត់អាចនាំវិវាទហ្នឹងមកយុវដ្ឋានវិវាទការងារនៅក្រសួងឬក៏នៅមន្ទីរការងារនិងដំណាក់ជីវៈនៅតាមខេត្តអញ្ចឹងនៅពេលហ្នឹងយើងនឹងចូលក្នុងតេតិនៃការផ្សះផ្សាដែលយើងបញ្ជាក់ថាការផ្សះផ្សាហ្នឹងមិនមែនជាការកាត់សេចក្តីទេគឺយើងសម្របសម្រួលឲ្យភាគីហ្នឹងគាត់អាចស្វែងរកដំណោះស្រាយមួយឈានដល់ការព្រមព្រៀងគ្នាទៅអញ្ចឹងអ្នកផ្សះផ្សាគាត់មានតួនាទីដូចជាអ្នកសម្របសម្រួលទេហើយករណីដែលគាត់ឃើញថាមានការអនុវត្តហ្នឹងវាអត់បានស្របទៅតាមច្បាប់ឬក៏ផ្ទុយជាមួយនឹងបទបញ្ញត្តិផ្សេងឬក៏ប្រកាសផ្សេងរបស់ក្រសួងអីហ្នឹងគឺគាត់នឹងបញ្ជាក់ទៅតាមស្ថានភាពជាក់ស្ដែងហើយបើសិនជាពាក់ព័ន្ធជាមួយនឹងការរំលោភអំពើអីយើងអាចមានយន្តការផ្សេងបន្តទៀតដូចជាយន្តការអធិការកិច្ចការងារអីជាដើមហើយភាគីគាត់មានសិទ្ធិមានជំរើសរបស់គាត់ក្នុងការព្រមព្រៀងនេះឬក៏មិនព្រមព្រៀងគ្នាគាត់ថាអ្នកផ្សះផ្សាហ្នឹងគាត់អាចលើកយកពីទស្សនវិជ្ជាច្បាប់ពីទស្សនវិជ្ជាសង្គមឬក៏ការដោះស្រាយជំរើសនៃដំណោះស្រាយមួយចំនួនអាចលើកមកជូនទៅភាគីវិវាទដើម្បីពិចារណាទៅហើយបើសិនជាគាត់អាចឈានដល់ការព្រមព្រៀងគ្នាទៅយើងមានកំណត់ហេតុសះជាមួយទៅហើយនឹងបើសិនជាគាត់អត់ព្រមព្រៀងគ្នាទេយើងមានកំណត់ហេតុមិនសះជាមួយទៅសម្រាប់ជូនពួកគាត់ដើម្បីបន្តនីតិវិធីទៅទៀតទៅហើយចំពោះវិវាទបុគ្គលក៏ដូចជាវិវាទការងាររួមដែរបន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីការងារនឹងហើយគឺគាត់អាចដោះស្រាយបន្តនៅអាកដាដូចគ្នាគ្រាន់តែថាវិវាទបុគ្គលនោះយើងអត់ទាន់មានប្រកាសដែលជានីតិវិធីនៃការដោះស្រាយវិវាទបុគ្គលនោះនៅក្នុងមុខសារអាកដានោះអញ្ចឹងយើងអត់ទាន់អាចបន្តទៅបានទេប៉ុន្តែវិវាទការងាររួមយើងបន្តទៅតាំងពី20ឆ្នាំជាងមុនតាំងពី2003មក2004មកអញ្ចឹងក្នុងករណីហ្នឹងនីតិវិធីក៏អត់មានអីនេះដែរគាត់អាចស្វែងយល់ពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួមបានហើយមានន័យថាបើសិនជាដោះស្រាយអត់សះជានៅយុគឋានទេយើងនឹងបញ្ជូនវិវាទហ្នឹងចំណុចដែលអត់សះជាហ្នឹងទៅដោះស្រាយបន្តនៅក្នុងមុខសារអាកដាហើយនៅពេលដែលទៅក្នុងមុខសារអាកដាហ្នឹងគាត់ក៏អាចជ្រើសរើសអាកដាដែលខ្លួនឯងទៀតចាមានសំណួរនេះបងសិហៈបាទសួស្តីអ្នកគ្រូសុំសួរមួយហើយចាអ្នកគ្រូតេតិនជាមួយនឹងការដោះស្រាយវិវាទនៅថ្នាក់សហគ្រាសគ្រឹះស្ថានណាយើងដោះអត់សះជាទេអញ្ចឹងព្រោះអីឧទាហរណ៍ដូចជាខ្ញុំលើកដដែលការគិតបំណាច់ឆ្នាំព្រោះបំណាច់ឆ្នាំអត់មានគិតជាប្រាក់ទេយើងគឺ replace ថ្ងៃឲ្យគាត់ឈប់បើសិនជាគាត់នៅបំពេញការងារប៉ុន្តែបើសិនជាគាត់ឈប់គឺយើងគិតជាទឹកប្រាក់គិតជាលុយឲ្យគាត់អញ្ចឹងណាគ្រូចាប៉ុន្តែក៏នៅមានបងប្អូនយើងចំនួនសហជីពមួយចំនួនគាត់កម្មករពឹងឲ្យគាត់មកសួរមកនាំឲ្យយើងគិតជាលុយឲ្យអញ្ចឹងណាគ្រូដូចជាគេហៅថាមួយកុងត្រា6ខែក៏3ខែក៏4ខែទៅតាមសហគ្រាសគ្រឹះស្ថានដែលគាត់កំណត់កុងត្រាជាមួយកម្មករអញ្ចឹងណាគ្រូអញ្ចឹងមួយកុងត្រា5% ហើយនៅបំណាច់ឆ្នាំតែគ្រូការអនុវត្តបែបនេះវាអាចមានវិវាទទៅថ្ងៃក្រោយអត់ទេគ្រូហើយមួយវិញទៀតបើសិនជារោងចក្រអត់គិតឲ្យហើយសហជីពតំណាងកម្មករនៅតែស្នើសុំឲ្យគិតហើយរោងចក្រគិតឲ្យហើយស្រាប់តែថ្ងៃណាមួយពួកគាត់ខាងសហជីពខាងតំណាងកម្មករអត់សប្បាយចិត្តគាត់ថាការគិតបំណាច់ឆ្នាំឲ្យគឺខុសគឺត្រូវពីផ្លេសថ្ងៃឲ្យឈប់អានេះយើងមើលទៅវាលក្ខណៈថា complicate វាស្មុគស្មាញណាគ្រូចាបាទហើយឧទាហរណ៍ខេសហ្នឹងគឺវាភាពមានភាពញ៉ៃញ៉ៃចឹងហើយយើងដោះស្រាយនៅសហគ្រាសមិនសះជាទេយើងហើយក្រសួងការងារបើសិនជាសហជីពគាត់នៅតែជំរុញស្នើសុំឲ្យគិតជាប្រាក់ឲ្យចឹងគិតជាលុយឲ្យចឹងហើយក្រសួងគាត់តែបានបញ្យល់ពីផ្លូវច្បាប់ថាគឺទូទៅមិនត្រូវគិតជាប្រាក់គិតជាអីឲ្យចឹងទេលុះត្រាណាតែកម្មករឈប់ហើយបើសិនជាខាងបងប្អូនសហជីពតំណាងកម្មករយើងគាត់នៅតែមិនសុខចិត្តអាហ្នឹងក្រសួងការងារមិនមានសិទ្ធិថាឲ្យគាត់
ចប់ត្រឹមហ្នឹងត្រឡប់ប៉ុណ្ណឹងណាគ្រូករណីហ្នឹងត្រូវបញ្ជូនទៅអាជ្ញាកណ្ដាលទៀតទៅ ចាបើវិវាទការងាររួមយើងបញ្ជូនបន្តទៅក្រុមប្រឹក្សា សំណួរខ្ញុំចង់សួរថាហេតុអីបានក្រសួងគាត់ដឹងច្បាប់ថាហ្នឹងមិនគិតប្រាក់ហើយហេតុអីក្រសួងមានសិទ្ធិសម្រេចថាអាហ្នឹងបងប្អូនយើងធ្វើចឹងខុសហើយចឹងត្រឡប់ទៅផ្ទះធ្វើការធម្មតាវិញគ្មានសិទ្ធិស្នើសុំទេអាហ្នឹងក្រសួងការងារមិនព្រមសម្រេចចឹងហ្មងទៅណាគ្រូពួកអីច្បាប់មានចេញមកទៅហើយចឹងណាគ្រូខ្ញុំចង់សួរចឹងចាចាទីមួយមុនហ្នឹងបើសិនជានិយាយពីមុនហ្នឹងខ្ញុំឮបងនិយាយពាក់ព័ន្ធជាមួយ 5% ហើយពាក់ព័ន្ធជាមួយនឹងមកកុងត្រាកន្លែងនេះខ្ញុំចាប់អត់សូវបានប៉ុន្តែបើសិនជាវាជាកិច្ចសន្យាមានថេរវេលាកំណត់អីចឹងនៅពេលចប់អាថេរវេលាម្ដងហ្នឹងគឺយើងត្រូវបង់អា 5% ហ្នឹងជូនគាត់ទេហើយបើសិនជាគាត់ចង់បន្តឬមិនបន្តអីទៀតអាហ្នឹងក៏តាមស្ថានភាពហ្នឹងទៅហ្នឹងយ៉ាងតិច 5% ដែលយើងនិយាយពីប្រាក់បំណាច់ពាក់ព័ន្ធជាមួយនឹងយកនេះគ្រូយក 5% នឹងទៅបង់ប៉ុន្តែជាទូទៅនេះគ្រូរងចាក់ទូទៅពេលដែលគាត់បង់ 5% ភាគច្រើនគាត់ទីឲ្យបង់ AL ហ្នឹងជាឥឡូវនេះគ្រូបង់អញ្ចឹងណាជាទូទៅតែបង់ 5% បង់ AL ហើយអញ្ចឹងណាគ្រូចាតើរបស់ខ្ញុំ concern ថាថ្ងៃណាមួយអាចនឹងមានបញ្ហាកើតឡើងអត់អញ្ចឹងណាគ្រូវាដូចបញ្ជាក់ជូនអញ្ចឹងបើតាមច្បាប់យើងអត់មានត្រូវឲ្យបង់ AL ហ្នឹងគឺជាប្រាក់ទេលោកណាតែបញ្ចប់ហ្មងមានន័យថាអាចថាបងកិច្ចសន្យាហ្នឹងគឺជាកិច្ចសន្យាចុងក្រោយរបស់គាត់លែងជាកម្មកម្មចិត្តនៅកន្លែងហ្នឹងទៀតហើយចឹងគាត់ត្រូវយើងបង់ត្រូវប្រាក់បំណាច់អីបញ្ចប់កិច្ចបើសិនជាមានថេរវេលាមិនកំណត់វិញមានការលាលែងឬក៏ប្រឈប់ពីការងារដែលមួយហេតុអីមួយចឹងទើបយើងកណនីប្រាក់ជួសការជប់សម្រាប់ប្រចាំឆ្នាំនៅសល់ហ្នឹងគិតជាលុយជូនគាត់តែបើសិនជាគាត់នៅធ្វើការបន្តធម្មតាទេយើងអត់មានត្រូវបង់ជាប្រាក់ជូនគាត់ទេដោយសារដោយបញ្ជាក់អញ្ចឹងគឺគោលបំណងនៃច្បាប់នេះគឺចង់ឲ្យកម្មករចិត្តហ្នឹងគាត់សម្រាប់ទើបមានប្រាក់មានអាការជប់សម្រាប់ប្រចាំឆ្នាំមានប្រាក់ឈ្នួលហ្នឹងជូនគាត់មួយឆ្នាំ 8-10 ថ្ងៃហ្នឹងអញ្ចឹងការអនុវត្តដែលអត់បានត្រឹមត្រូវទៅតាមច្បាប់កន្លងមកហ្នឹងករណីខ្លះគាត់មានការឯកភាពគ្នារវាងគ្នានឹងគ្នាអញ្ចឹងទៅមានការប្រកិច្ចព្រមព្រៀងអីបន្ថែមអញ្ចឹងទៅអាចថាជាការព្រមព្រៀងរវាងភាគីមានន័យថាជាការព្រមព្រៀងរវាងកម្មករចិត្តនិងយុវជនហ្នឹងក្នុងការអនុវត្តបែបហ្នឹងប៉ុន្តែយើងអត់លើកទឹកចិត្តឲ្យមានការអនុវត្តបែបហ្នឹងទេហើយនៅពេលដែលមានទាមទារក្រសួងហេតុអីបានមិនបញ្ជាក់ថានឹងខុសការទាមទារនឹងខុសច្បាប់ហើយមិនបានបិទសំណុំរឿងតាមប៉ុណ្ណឹងមិនបានបញ្ជូនបន្តអញ្ចឹងដូចបញ្ជាក់អញ្ចឹងនៅក្នុងក្រសួងបើសិនជាពាក់ព័ន្ធជាមួយនឹងការបញ្ចប់កិច្ចសន្យាការងារហើយតម្រូវឲ្យមានការបង់ប្រាក់បំណាច់អីហ្នឹងអានឹងយើងអាចបញ្ចប់បានមានន័យថាយើងអាចតម្រូវឲ្យមានការបង់ឬការបង់ហ្នឹងវាត្រឹមត្រូវហើយគាត់នៅតែទាមទារឲ្យបង់ប្រាក់បំណាច់មួយចំនួនដែលវាអត់បានមានការកណនីត្រឹមត្រូវទេអានឹងយើងអាចបញ្យល់គាត់តាមជាក់ស្ដែងហើយវាជាវិវាទបុគ្គលពាក់ព័ន្ធជាមួយនឹងការទូទាត់ប្រាក់បំណាច់នេះចឹងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនបុគ្គលម្នាក់ៗហ្នឹងអញ្ចឹងណាអញ្ចឹងនៅក្នុងនេះនីតិវិធីបន្តនៅវិវាទបុគ្គលគឺយើងអាចបច្ចុប្បន្នគឺទៅតុលាការអត់ទាន់មានអាចទៅរំលឹកសារញាកណ្ដាលបានទេប៉ុន្តែដោយឡែកចំពោះវិវាទការងាររួមបើសិនជាគាត់ទាមទារនៅក្នុងជូនកម្មករចិត្តទាំងអស់គ្នាហ្មងទាមទារអ្វីដែលយើងមិននិយាយអនុវត្តតែភាសាជាងច្បាប់ទេណាព្រោះអីយើងអត់មានគោលការណ៍ឬក៏អត់មានទំនោរចង់ឲ្យគាត់អនុវត្តបែបហ្នឹងទេប៉ុន្តែអាហ្នឹងវាជាការទាមទាររបស់គាត់ហើយបើការងាររួមនីតិវិធីបន្តពីផ្សះផ្សាដូចបញ្ជាក់ថាផ្សះផ្សាមិនមែនជាយន្តការសម្រាប់ឲ្យទេមិនជាការកាត់សេចក្តីទេគឺភាគីគាត់មានសិទ្ធិសម្រាប់ខ្លួនឯងបើមិនជាគាត់នៅតែចង់ទាមទារអាហ្នឹងគាត់នៅតែជាចំណុចទាមទារដែលមិនសះជាមានថាគាត់បានព្រមព្រៀងពីទៅលើចំណុចទាមទារហ្នឹងទេអញ្ចឹងក្នុងករណីបែបហ្នឹងនីតិវិធីបន្តគឺត្រូវទៅអាជ្ញាកណ្ដាលអញ្ចឹងនៅពេលទៅអាជ្ញាកណ្ដាលគឺអាជ្ញាកណ្ដាលមានសិទ្ធិសម្រាប់គាត់កាត់សេចក្តីគាត់ចេញសេចក្តីបង្គាប់អញ្ចឹងក្នុងករណីហ្នឹងគាត់អាចពិចារណាមើលថាតើអាហ្នឹងវាជាអីវាជាការដែលអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ឬក៏មិនអញ្ចឹងក្នុងករណីដែលយើងមានសិទ្ធិជ្រើសរើសអាជ្ញាកណ្ដាលរៀងៗខ្លួនហើយអាជ្ញាកណ្ដាលរៀងៗខ្លួនហ្នឹងគាត់រើសអាជ្ញាកណ្ដាលដែលជាប្រធានក្រុមអាជ្ញាកណ្ដាលហ្នឹងហើយគាត់សម្រាប់យើងមានសិទ្ធិក្នុងការជ្រើសរើសទៀតថាស្ដីបង្គាប់ហ្នឹងវាជាប់កាតព្វកិច្ចមិនជាប់កាតព្វកិច្ចចឹងទៅបើជាប់កាតព្វកិច្ចត្រូវអនុវត្តភ្លាមៗចឹងទៅបើមិនជាប់កាតព្វកិច្ចមានរយៈពេលដើម្បីជំទាស់ហើយបើជំទាស់អនុវត្តបានទេអញ្ចឹងភាគីនៅតែអត់មានកាតព្វកិច្ចត្រូវអនុវត្តអីអញ្ចឹងបើសិនជាវាសេចក្ដី
ជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ចហើយបើគាត់នៅចង់បានទេគាត់អាចធ្វើសកម្មភាពអីផ្សេងទៅមិនឲ្យត្រូវច្បាប់ដូចការកោតកម្មកូនអីចឹងទៅដែលយើងអត់លើកទឹកចិត្តឲ្យធ្វើព្រោះវាផ្ទុយពីគោលការណ៍ដែលច្បាប់ចែងតែគាត់ព្យាយាមលើកថាហ្នឹងវាជាអត្ថប្រយោជន៍ដែលលើសពីច្បាប់ចឹងណាតែបច្ចុប្បន្ននេះសួរថាយើងអាចបញ្ចប់សំណុំរឿងត្រឹមតែយុគឋានបានអត់បានទេបើសិនជាវាជាវិវាទការងាររួមដោយសារតែនីតិវិធីយើងមានទៅតាមលំដាប់លំដោយចឹងទៅប៉ុន្តែនៅពេលដែលអាជ្ញាកណ្ដាលគាត់ចេញហើយអាហ្នឹងវាបញ្ចប់ត្រឹមហ្នឹងឬក៏អាចថាទៅតុលាការបន្តទៀតទៅបើគាត់អត់សុខចិត្តទៀតចឹងអាហ្នឹងវាជានីតិវិធីនៃការដោះស្រាយវិវាទការងារហើយការបែបការទៀមទាបែបហ្នឹងដូចមកបញ្ជាក់ចឹងវាអាចមានបញ្ហានៅពេលក្រោយមែនវាអាចមានរបៀបថាជាទំនោរទៅអញ្ចឹងទាំងអស់គ្នាដោយសារតែណាគេក៏ដោយបើសិនជាគាត់អាចបានប្រាក់បន្ថែមហើយគាត់បានឈប់សម្រាកមួយចំនួនដែលគ្រប់គ្រាន់សម្រាប់គាត់គិតថាគ្រប់គ្រាន់ហើយហ្នឹងគឺគាត់ចង់បានប្រាក់បន្ថែមហើយគាត់លែងចង់បានជាការឈប់សម្រាកអីដែលគាត់ត្រូវតែគាត់បានប្រាក់ឈ្នួលដូចធម្មតាហ្នឹងគាត់អត់ចង់បានចឹងទេណាគេក៏ដោយសូម្បីខ្ញុំធ្វើការនៅកន្លែងដែលខ្ញុំធ្លាប់រៀនហ្នឹងក៏ដោយខ្ញុំរៀនផងធ្វើការចង់បានបែបហ្នឹងដែរប៉ុន្តែជាគោលការណ៍គេអត់ឲ្យយើងទេអារឿងឈប់សម្រាកហ្នឹងគេឲ្យយើងឈប់គេមិនឲ្យជាប្រាក់ទេអញ្ចឹងបើសិនអនុវត្តអញ្ចឹងបានត្រឹមត្រូវទាំងអស់គ្នាយើងរឹងនិយាយថារឹងនឹងត្រូវរឹងនឹងអ្វីដែលត្រឹមត្រូវអាហ្នឹងក៏យើងលើកទឹកចិត្តឲ្យបែបហ្នឹងដូចខ្ញុំលើកឧទាហរណ៍ថាគាត់ធ្វើកោតកម្មឲ្យបានទាមទារឲ្យរក្សាប្រាក់ឈ្នួលក្នុងឡុងពេលគាត់ធ្វើកោតកម្មហ្នឹងក៏យើងចាប់ផ្ដើមធ្វើបរិបទធ្វើកោកម្មមួយដែលយើងរឹងត្រឹមត្រូវរឹងខាងផ្នែកត្រឹមត្រូវមានថាយើងអត់ឲ្យគាត់ទេធ្វើមិនក៏ដោយទោះបីគាត់ទៀមមិនក៏ដោយគឺពេលដែលយើងទៅដោះស្រាយនោះយើងនឹងបញ្ជាក់ប្រាប់គាត់ឲ្យហើយថានៅពេលដែលដោះស្រាយទោះបីព្រមព្រៀងគ្នាក៏ដោយប្រាក់ឈ្នួលនៅពេលដែលគាត់ធ្វើកោតកម្មហ្នឹងនឹងអត់មានផ្ដល់ឲ្យទេដោយសារតែកោតកម្មនៅពេលដែលធ្វើកោតកម្មគឺកិច្ចសន្យាគាត់ត្រូវបានជួហើយអត់ធ្វើការគឺអត់បានលុយហ្នឹងជាគោលការណ៍ច្បាប់ចឹងអត់មានទៀមទាអត់ទៀតទេអ្នកគ្រូទទួលបានទេចាអ្នកគ្រូដូចអ្នកគ្រូបកស្រាយមានចឹងចុះបើសិនជាឧទាហរណ៍អ្នកគ្រូឧទាហរណ៍ថារោងចក្រ10ដែលគាត់អនុវត្តគឺជាទូទៅ6ខែកិច្ចឧទាហរណ៍កិច្ចសន្យាការងារ6ខែ 5% ហើយបំណាច់ឆ្នាំហើយស្រាប់តែរោងចក្រខ្ញុំគិតឲ្យបំណាច់ឆ្នាំខ្ញុំអត់គិតឲ្យទេខ្ញុំទុកអញ្ចឹងរោងចក្រខ្ញុំប្រកាសជាប្រឈមមុខនឹងការបាត់បង់កម្មករយើងហៅកម្មករអត់បានទេណាគ្រូអញ្ចឹងពួកអីរោងចក្រ9នោះគឺគាត់គិតបំណាច់ឆ្នាំ 5% បាត់បំណាច់ឆ្នាំ 5% ហើយខ្ញុំអត់មានគិតបំណាច់ឆ្នាំអីគឺមានតែរក្សាទុកAL ទុកឲ្យគាត់ឈប់ពេលដែលគាត់មានបញ្ហាអីក៏គាត់ត្រូវដាក់ special leave គាត់ត្រូវធ្វើអីគាត់ត្រូវសុំបាត់ឈប់អីយើងដាក់រក្សាគាត់ឈប់អញ្ចឹងហើយចង់កម្មករគាត់ប្រកាសជាចង់បានលុយដែលកណនីជា AL ហ្នឹងអញ្ចឹងបើសិនជារោងចក្រខ្ញុំមានតែឯងទៅអនុវត្តបែបហ្នឹងខ្ញុំប្រឈមនឹងការបាត់បង់កម្មករហ្នឹងព្រោះអញ្ចឹងចាជាទូទៅខាងក្រសួងគាត់ពេលដែលគាត់ចុះធ្វើអធិការកិច្ចអីគឺគាត់ក៏មិនបានចង់និយាយថាមិនបានចាប់សហគ្រាសដែលគាត់អនុវត្តថា6ខែ AL 5% គឺគិតឲ្យអញ្ចឹងគឺគាត់មិនបានចាប់អីទេដោយសារអីគាត់គិតថាសុខដុមរមនាមួយគ្នាគាត់ថាធ្វើអីធ្វើទៅឲ្យតែយើងសុខដុមរមនាមួយគ្នាអញ្ចឹងណាគ្រូហើយដល់ពេលស្រាប់តែដូចខ្ញុំលើកឡើងអញ្ចឹងលេងសុកអា9គិតឲ្យយើងអត់គិតតែឯងអាហ្នឹងបញ្ហាប្រឈមហើយនៅប្រឈមបាទធ្វើអីយើងចង់បាន direction យើងចង់បានគោលការណ៍ច្បាប់មួយហើយរោងចក្រដើរទៅទន្ទឹមគ្នាហ្នឹងបានយើងអាចធ្វើបានអញ្ចឹងណាគ្រូអរគុណច្រើនចាប៉ុន្តែពេលដោយសារតែគាត់ដូចរបៀបថាគាត់មានគោលការណ៍បន្ថែមអត្ថប្រយោជន៍ដល់កម្មករចិត្តដោយរបៀបជាគោលការណ៍ដើម្បីតាក់ទាញឲ្យកម្មករចិត្តគាត់ចូលធ្វើការចាលោកអ្នកគ្រូចាសូមផ្ដល់ជាយន្តការបន្តិចណាព្រោះចាខ្ញុំថាឡើងជាងសូម្បីតែក្នុងក្រុមហ៊ុនខ្ញុំក៏មានការទៀមទាដែរប៉ុន្តែគាត់ថាខ្ញុំគិតថាបើយើងនៅកណ្ដាលអញ្ចឹងយើងគួរតែបង្កើតជា culture ឬយន្តការមួយដែលចែងថាយើងលើកទឹកចិត្តឲ្យបុគ្គលិករបស់យើងធ្វើឲ្យល្អតែម្ដងអញ្ចឹងហើយបើនៅសល់យើងអាចបង្កើតជា clear មួយដើម្បី clear ជាលុយអញ្ចឹងទៅអាហ្នឹងបងព្រោះដោយសារតែយន្តការដើម្បីធ្វើគាត់ប្រើឲ្យល្អគឺ
planning មួយឆ្នាំឲ្យគាត់ឈប់អញ្ចឹងណាឲ្យគាត់ឈប់ planning មួយឆ្នាំទៅអូខេក្នុងមួយឆ្នាំហ្នឹងគាត់ត្រូវប្រើអស់ក្នុងមួយឆ្នាំ18ថ្ងៃឬក៏19ថ្ងៃឬក៏20ថ្ងៃអញ្ចឹងណាហើយយើងបង្កើតជា program work life balance ឲ្យគាត់ឈប់ដើរលេងឲ្យគាត់ឈប់ធ្វើផ្សេងក្រៅពីការងារអញ្ចឹងដើម្បី motivate គាត់សម្រាប់បានច្រើនអញ្ចឹងយើងបង្កើត program ដើរលេងយើងបង្កើត program team building យើងបង្កើត program ធ្វើម៉េចឲ្យគាត់បានឈប់អញ្ចឹងខ្ញុំគិតថាវាអាចដោះស្រាយករណីអានិលីនបានផ្នែកដែរអញ្ចឹងអរគុណអ្នកគ្រូអរគុណបងចាអរគុណសម្រាប់ការចែករំលែកមានបងមានបទពិសោធន៍អីផ្សេងបន្ថែមពីលើហ្នឹងឯងព្រោះការអនុវត្តបែបហ្នឹងដូចបញ្ជាក់ចឹងវាជាការអនុវត្តឲ្យបានត្រឹមត្រូវទេប៉ុន្តែដោយសារតែពេលខ្លះគាត់ព្រមព្រៀងគ្នាថាធ្វើអញ្ចឹងហើយក៏អត់មានវិវាទអីកន្លងមកអញ្ចឹងយើងអត់បានទៅដោះស្រាយអីទេដោយសារតែគាត់បានព្រមព្រៀងគ្នាហើយគាត់សុខស្រួលជាមួយគ្នាអញ្ចឹងទៅប៉ុន្តែអាការព្រមព្រៀងបែបហ្នឹងដូចបញ្ជាក់ហ្នឹងគឺវាអត់បានស្របមួយអីដែលយើងបញ្ជាក់ថាជាគោលការណ៍គឺតម្រូវឲ្យគាត់រៀបចំឲ្យមានការជប់សម្រាកឲ្យកម្មករចិត្តត្រូវយកការជប់ប្រចាំឆ្នាំមានហ្នឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាពហើយករណីមួយចំនួនយើងមានរក្សាទុកមួយចំនួនជូនគាត់ដែរប៉ុន្តែទុកហ្នឹងក៏មានទុកបានទាំង18ថ្ងៃហើយក៏មានទុកបានក្នុងរយៈពេល 4-5 ឆ្នាំអីជូនគាត់ដែរតែគ្រាន់តែជាគោលការណ៍ជាទូទៅហ្នឹងគឺយើងតម្រូវឲ្យគាត់ប្រើអស់ក្នុងរយៈពេលមួយឆ្នាំហ្នឹងក្នុង18ថ្ងៃក្នុងមួយឆ្នាំមានន័យថាការឈប់របស់គាត់ហ្នឹងឈប់បានលុយអញ្ចឹងខ្ញុំគិតថាវាស្មើវាដូចនឹងយើងពេលលុយដូចគ្នាអញ្ចឹងរូបភាពហ្នឹងនេះបាទបើយើងឈប់annually ទៅយើងនៅបានប្រាក់ខែដែរអញ្ចឹងវាស្មើនឹងការដូរលុយដូចគ្នាអញ្ចឹងយើងបញ្យល់គាត់ក្នុងរូបភាពអញ្ចឹងវិញបងអត់មកធ្វើការបងក៏នៅបានលុយដែរអញ្ចឹងវាស្មើនឹងការដូរលុយដូចគ្នាអញ្ចឹងហើយការឈប់ហ្នឹងក៏វាល្អដែរគាត់សម្រាប់ឲ្យ stress ការឈប់ហ្នឹងធ្វើឲ្យគាត់គិតអីផ្សេងប្រើផ្នែកអីចឹងគាត់ឲ្យធ្វើការអត់ឈប់តែម្ដងធ្វើឲ្យមនុស្សហ្នឹងអត់បានសម្រាប់ចឹងធ្វើឲ្យគាត់បង្កើតជា stress ជារឿងអីផ្សេងចាខ្ញុំជឿថាការឈប់សម្រាប់ឆ្នាំគឺនៅមានប្រយោជន៍សម្រាប់បុគ្គលិកអស់ព្រោះធម្មតាពេលច្រើនបុគ្គលិកគាត់ឈប់ជាប់ពីគាត់មានកម្មវិធីរពលអីមួយជាធម្មតាមួយឆ្នាំទល់មួយឆ្នាំគាត់មានច្រើនចឹងឲ្យគាត់ដាក់ភ្ជាប់ជាមួយនឹងការសម្រាប់របស់គាត់មិនថាការឈប់ពន្ធទានមិនថាការឈប់កម្មវិធីបងប្អូនមិត្តភក្តិឬក៏សៅរ៍អាទិត្យអញ្ចឹងណាអញ្ចឹងខ្ញុំជឿថាតែ happen ច្រើនទៅពួកគាត់នឹងយល់អំពីការឈប់សម្រាកហ្នឹងហើយព្រោះគាត់ឈប់នៅតែបានលុយទី1ទី2គាត់ឈប់បានច្រើនថ្ងៃក្នុងការធ្វើអីមួយអញ្ចឹងណាគ្រូចាដូចខ្ញុំដែរយន្តការហ្នឹងខ្ញុំគិតថាជួយបានច្រើនបាទយន្តការហ្នឹងបាទចាគាត់ថាចាដូចខ្លះពេលខ្លះគាត់បានយល់ពីគោលគំនិតនៃការគេឲ្យឈប់ដោយមានប្រាក់ឈ្នួលហ្នឹងមានថាដូចឧទាហរណ៍ថាមួយខែហ្នឹងយើងសុំច្បាប់annual leave របស់យើងហ្នឹង3ថ្ងៃអញ្ចឹងទៅហើយភ្ជាប់ជាមួយនឹងថ្ងៃបុណ្យមួយថ្ងៃដើមអាទិត្យមួយថ្ងៃចុងអាទិត្យទៅយើងបានឈប់មួយអាទិត្យមកមិនមួយអាទិត្យទេលើសមួយអាទិត្យទៀតអញ្ចឹងនៅក្នុងហ្នឹងយើងអាចឈប់ហើយប៉ុន្តែនៅពេលយើងបើកប្រាក់ឈ្នួលប្រចាំខែហ្នឹងយើងអត់មានបាត់បង់ប្រាក់ឈ្នួលទេដោយសារគេរក្សាប្រាក់ឈ្នួលយើងទៅដែរអញ្ចឹងមួយខែហ្នឹងយើងបានឈប់3ថ្ងៃហើយយើងបានប្រាក់ឈ្នួលពេញទៅដែរដូចយើងធ្វើការពេញមកអញ្ចឹងអាហ្នឹងជាយ៉ាងហ្នឹងចានៅខាងរោងចក្រខ្ញុំធ្វើអញ្ចឹងថាឈប់ភ្ជាប់លើកអញ្ចឹងឲ្យឈប់ឲ្យបុគ្គលិកឈប់មកក្រុមហ៊ុនតែម្ដងឲ្យឈប់ភ្ជាប់ដូចថាចូលអាមេរិកឬក៏បុណ្យពិសេសដែលវាមាន holiday ជាប់គ្នាឲ្យឈប់ភ្ជាប់គ្នាអញ្ចឹងយើងចំណេញទាំងអស់គ្នាបាទយើងអាចបិទថាយើងអាចបិទរោងចក្រមួយថ្ងៃឈប់តែម្ដងតែវាតកតងជាមួយ production យើងធ្វើកម្មវិធីនេះតែយើងធ្វើមិនពីយើងឈប់អញ្ចឹងវាឡានជាមួយ workforce របស់យើងពីលើដល់សហគមន៍ workforce របស់យើងទៅធ្វើ production ស្ទាន់អស់អញ្ចឹងបាទចាបងបានឈប់មកក្រុមហ៊ុនហ្មងអញ្ចឹងទៀតហ្នឹងតើបងរៀបចំដូចបងមានសាសអញ្ចឹង production ហ្នឹងមិនត្រូវឈប់អញ្ចឹងបានអត់អាហ្នឹងទៅតាមស្ថានភាពនៃស្ថានភាពអាជីវកម្មរបស់សហគ្រាសដែរថាគាត់ត្រូវមានអ្នកណាប្រចាំការឬក៏អត់អញ្ចឹងតែគាត់អាចរៀបចំតាមចាក់ស្ដែងអញ្ចឹងទៅគាត់ថារៀបចំម្ដងទាំងអស់អញ្ចឹងអត់បានគាត់អាចរៀបចំបដាក់គ្នាអញ្ចឹងទៅនិយាយថាក្រុមណាអញ្ចឹងអាចស្នើសុំឈប់ពេលណាបានក្នុងអំឡុងពេលមួយឲ្យជូនគាត់អញ្ចឹងទៅសម្រួលអញ្ចឹងរៀបចំតាមហេតុជប់អញ្ចឹងទៅជំរាបសួរអ្នកគ្រូបាទ
ចា បាទនេះខ្ញុំមានយោបល់ទូចមួយពាក់ព័ន្ធនឹងannual leave នេះព្រោះវាជាប្រធានបទមួយកើតឡើងទូទៅសម្រាប់សង្គមការងារយើងនេះមិនថាតែ NGO ឬក៏ private sector ទេតែងតែជួបជាពិសេសនៅខាង private sector ហ្នឹងពាក់ព័ន្ធនឹងការ pay លុយអីនេះខ្ញុំគិតថាច្បាប់យើងមានហើយយើងកាលណាច្បាប់មានហើយអាហ្នឹងគឺ non negotiable គឺអាចចរចាឬក៏ខ្មែរយើងថានៅសំត្រៃនឹងទៀតទេអញ្ចឹងក្នុងនាមវិជ្ជាជីវៈខ្ញុំជាបទពិសោធន៍ផ្នែក HR ហ្នឹងគឺថាក្នុងការសម្រេចចិត្ត rational ដែលមុំសម្រាប់ឲ្យ leadership គេ build trust និង buy in នៅក្នុងវិជ្ជាជីវៈរបស់យើងគឺយើងសំខាន់គឺយើងអានច្បាប់ស្ដាប់ខ្យល់មានពេលខ្លះយើងត្រូវមុំទៅលើច្បាប់យើងស្ដាប់ខ្យល់មានន័យថាយើងស្ដាប់នៅទំនោរចិត្តនិងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំដែរក៏ប៉ុន្តែមានពេលខ្លះការដែលយើងយល់ទៅតាមខ្យល់ពេកបើយើងចេះតែច្បាប់តែយើងមិនស្ដាប់ខ្យល់អាហ្នឹងគេថាយើងមិនដឹងខ្យល់ប៉ុន្តែមួយចំនួនយើងទៅតាមខ្យល់គេថាយើងរេអត់មានភាពច្បាស់លាស់សម្រាប់ខ្ញុំនៅតែឈរនៅខាងច្បាប់អ្នកគ្រូការដែលអនុវត្តឬ practice ទាំងឡាយណាដែលវាមិន comply and មិនអនុលោមតាមច្បាប់ខ្ញុំមិន convince ទេអញ្ចឹង suggestion របស់ខ្ញុំជា conclusion គួរតែលេលោកអនុវត្តកាន់តែលឿនកាន់ល្អគឺមិនភេទេអាហ្នឹងគឺលោកសុខេខ្ញុំឯកភាពជាមួយគាត់គាត់ថាយើងរៀប work plan ទៅយើងអាហ្នឹងវាជាយើងធម្មតាការលើកទឹកចិត្តវាមានជា cash ជាលុយនិង non cash មិនជាលុយហ្នឹងការមានឲ្យឈប់សម្រាកឬការធ្វើ holiday staff retreat ហួហែលឡើងអស់នេះជាផ្នែកមួយដើម្បីទុកឲ្យសុខុមាលភាពបុគ្គលិកមានកម្លាំងពលំស្មារតីក្នុងការធ្វើការប្រាក់ខែឬក៏ប្រាក់ចាយអស់នេះកាលណាបើកឡើងមួយឆ្នាំម្ដងវាសុបាយចិត្តបានម្ដងទេតែឡើងយូរទៅម្ដងហ្នឹងវាទៅជាទម្លាប់ធម្មតាទៅលែងសុបាយចិត្តហើយដូច្នេះខ្ញុំ suggest ថាannual leave នេះគួរកំភេហើយយើងគួរ plan ឲ្យគាត់ take leave ទៅក្នុងករណីចាំបាច់ណាមួយគាត់អាច plan ជាមួយគ្រួសារសហគមន៍ចិត្តខាងឬក៏សាច់ញាតិរបស់គាត់ដើម្បីសម្រាកយកកម្លាំងដើម្បីមកធ្វើការវិញអ្នកគ្រូបាទអរគុណអ្នកគ្រូបាទចាអរគុណច្រើនបងសម្រាប់ការចូលរួមចាដូចខ្ញុំបញ្ជាក់មុននឹងអញ្ចឹងណាបើសិនជាបងអាចថាស្ថានភាពគាត់ដែរដូចស្ថានភាពបងអញ្ចឹង9រោងចក្រនៅចិត្តគាត់ហ្នឹងគឺអនុវត្តអញ្ចឹងរៀងពិបាកសម្រាប់គាត់ក្នុងការរឹងទទឹងតាមច្បាប់អានេះរឹងត្រូវណារឹងទទឹងតាមច្បាប់ហ្នឹងគឺរឹងត្រូវមានន័យថាច្បាប់គេអត់ឲ្យទេអញ្ចឹងគាត់អត់ឲ្យអាហ្នឹងក៏មានអីខុសគាត់ដែរប៉ុន្តែគាត់ពិបាកក្នុងការរក្សានៅកម្មករចិត្តរក្សានៅចិត្តហ្នឹងគេមានការអនុវត្តបែបហ្នឹងរួចស្រេចហើយគេក៏អត់មានវិវាទអត់មានអីដោះស្រាយដែរដោយសារគាត់អនុវត្តបែបហ្នឹងប៉ុន្តែបើសិនជាគាត់អាចបញ្ចូលជាថាប្រយោជន៍អីផ្សេងឬក៏អាចរៀបចំជា schedule ដើម្បីឲ្យគាត់ឈប់ហើយអាចបញ្យល់គាត់បន្ថែមពីការឈប់ហ្នឹងគឺដោយសារតែយើងដើម្បីរក្សាសុខុមាលភាពរបស់គាត់កុំឲ្យធ្វើការជាប់រហូតហើយអាចមានពេលសម្រាប់លំហែអីដើម្បីអាចទទួលគំនិតថ្មីខ្លះចឹងទៅអញ្ចឹងក្នុងករណីបែបហ្នឹងយើងអាចព្យាយាមសាកល្បងធ្វើបែបហ្នឹងសិនចឹងទៅដើម្បីអាចអនុវត្តធ្វើម៉េចអនុវត្តឲ្យតាមច្បាប់បានហើយខាងក្រសួងខាងអីហ្នឹងក៏ពួកយើងជំរុញឲ្យមានការអនុវត្តតាមច្បាប់ដែរព្រោះអត់អនុវត្តតាមច្បាប់យើងពិបាកដោះស្រាយដូចគ្នាបើសិនជាយើងអនុវត្តតាមច្បាប់ទាំងអស់គ្នាយើងអត់សូវពិបាកដោះស្រាយព្រោះយើងមានច្បាប់មួយជាគោលហើយអញ្ចឹងយើងអនុវត្តអ្នកណាអនុវត្តខុសអ្នកណាអនុវត្តត្រូវគឺយើងដឹងប៉ុន្តែបើសិនជាគាត់នៅតែព្រមព្រៀងគ្នាអនុវត្តអីតែអត់តាមច្បាប់ទៀតដោយសារបញ្ហាខាងក្រៅក៏ដោយសារអីផ្សេងដែលអត់អាចដោះស្រាយបានដោយវិធីផ្សេងហ្នឹងអាហ្នឹងយើងរៀងពិបាកដោះស្រាយដែរដោយបញ្ជាក់ចឹងយើងមានតែធ្វើម៉េចឲ្យគាត់សហការឲ្យនិយាយគ្នាអញ្ចឹងមិនយើងខំព្យាយាមបញ្ចូលពាក់ព័ន្ធជាមួយនឹងការតំណែងកិច្ចសហការល្អនៅកន្លែងការងារអីហ្នឹងធ្វើឲ្យគាត់ហ្នឹងបានជជែកគ្នាបានទុកចិត្តគ្នាបានបញ្យល់គ្នាបានអញ្ចឹងទៅឲ្យនិយាយគ្នាស្ដាប់បានអញ្ចឹងទៅឲ្យកន្លែងការងារមួយមានបញ្ហាអត់និយាយគ្នាសិនទេពួកអ្នកផ្សេងមុននេះអញ្ចឹងកន្លែងហ្នឹងក៏ពិបាកដោះស្រាយដែរសូមមួយម៉ាត់ទៀតអ្នកគ្រូហើយរឿង the good practice ហ្នឹងគឺខាងអង្គការទេណាខ្ញុំសូមនៅពេលដែលបុគ្គលិក take leave ឧទាហរណ៍ថា take leave 1 week អញ្ចឹង culture នៅនេះមិនដឹងថាបងប្អូនយើងគិតថាល្អឬអត់ទេគឺបុគ្គលិកដែលទៅហ្នឹងគឺលែងមានទំនួលខុសត្រូវទាំងអស់សូម្បីតែ computer ក៏គេហាមមិនឲ្យប៉ះសូម្បីតែទូរស័ព្ទក៏គេហាមមិនឲ្យឆ្លើយ
គឺ offline ហ្មង OO 3 ដងហ្នឹងមានន័យថា out of office មានន័យថាតើ OO ហើយគឺទោះបីមាន emergency ភ្លើងឆេះផ្ទះយ៉ាងម៉េចក៏ដោយក៏មិនត្រូវហៅគេមកទទួលការខុសត្រូវដែរអញ្ចឹងអ្នកដែល officer in charge ឬក៏អ្នកដែលនៅក្នុងក្រុមដែល share responsibility ហ្នឹងគឺជាអ្នកធ្វើទៅសមាជិកក្រុមគេបានទៅសម្រាប់ដោយស្ងប់ស្ងាត់អារម្មណ៍ល្អហើយគេមកវិញគឺគិតតែពីជាមួយធ្វើការតែម្ដងអានេះគឺខាង culture ខាងខ្ញុំណាអ្នកគ្រូបាទអរគុណគិតថាត្រូវបងត្រូវចឹងល្អបងបាទ ខ្ញុំសូមចូលរួមមួយដែរខ្ញុំរស្មីចា សំណួរបងសេហៈគឺគាត់តែដោយសារឥឡូវនេះខ្ញុំឃើញ message បងសេហៈថាសូមច្បាប់ទៅញ៉ាំកាយចាអញ្ចឹងយើងនិយាយតែគ្នាយើងក្រៅពួកអ្នកសួរអត់នៅទេចាបទពិសោធន៍ខ្ញុំពីមុនដំបូងខ្ញុំជារដ្ឋបាលទី2បងសេរដ្ឋបាលឥឡូវគាត់ឈប់បាត់ហើយពីមុនគាត់យកបទពិសោធន៍ក្រុមហ៊ុនចាស់គាត់មកបើកលុយ VL ឲ្យកម្មករលុយ AN ហ្នឹងណាតពេលហើយតកែខ្ញុំក្រោយនេះគឺគាត់ភាគច្រើនគាត់ធ្វើអីតម្រូវតាមច្បាប់អញ្ចឹងក៏ខ្ញុំឲ្យគាត់នឹងបានទៅសួរភាសាមួយក្រសួងការងារហើយដូចយើងនិយាយចឹងថាច្បាប់គឺមិនអនុញ្ញាតឲ្យបើកលុយ AL នឹងទេយើងពិបាកក្នុងការប្រាប់កម្មករវិញណាប៉ុន្តែពួកខ្ញុំមានវិធីសាស្ត្រមួយវិធីសាស្ត្ររបស់ខ្ញុំហ្នឹងដើម្បីកុំឲ្យកម្មករឆ្លងជាមួយយើងកើតព្រោះយើងធ្វើតាមច្បាប់យើងអត់ខុសច្បាប់ទេណាគ្រូដូចបងមនោនិយាយមិញហ្នឹងគឺគាត់អាចនិយាយបានដោយសារបុគ្គលិកអង្គការគាត់ចំណេះដឹងរៀងខ្ពង់ខ្ពស់ហើយគាត់ចេះអានច្បាប់អញ្ចឹងគឺ 100% ហើយគឺដឹងថាគាត់ទទួលយកបានទេប៉ុន្តែចំពោះកម្មករនៅពេលដែលយើងមួយឆ្នាំយើងបើកលុយឲ្យគាត់ម្ដងច្បាស់ជាគាត់មិនសមច្បាប់នឹងឲ្យគាត់ព្រមឈប់ទេព្រោះជារៀងរាល់ឆ្នាំយើងឡើងប្រាក់ខែអញ្ចឹងឆ្នាំបន្តបន្ទាប់បើកជាចុងឆ្នាំឲ្យម្ដងគឺលុយគាត់កាន់តែកើនកាលណាកាន់តែកើនគឺគាត់អត់ចង់ឈប់ហ្មងអ្នកគ្រូនឹងបាត់ពិសោធន៍ណាដល់ពេលអញ្ចឹងហើយយើងចង់ផ្លាស់ប្ដូរឲ្យត្រូវតាមច្បាប់ពួកខ្ញុំស្នើសុំខាងក្រសួងចុះមក trend ផ្ទាល់នៅក្នុងចាខ្ញុំធ្វើលិខិតស្នើសុំខាងក្រសួងនៅតំបន់សេដ្ឋកិច្ចពិសេសពងសោមហ្នឹងហើយគាត់អញ្ជើញចុះមកបានណែនាំកម្មករពីច្បាប់ទូទៅហើយលើកឡើងពីបញ្ជាផ្ទៃក្នុងនៅក្នុងក្រុមហ៊ុនយើងនិយាយអញ្ចឹងអ្នកគ្រូតែពេលអញ្ចឹងកម្មករក៏អត់តវ៉ាទេព្រោះគាត់ដឹងថាក្រុមហ៊ុនធ្វើត្រូវច្បាប់ចាហើយអ្នកគាត់មិនអាចដាក់សម្ពាធទៅក្រុមហ៊ុនបានព្រោះអ្នកដែលមកបរៀនគាត់គឺបុគ្គលិកក្រសួងការងារហើយក្រសួងដឹងហើយអ្នកគ្រូគាត់បរៀនអ្វីដែលកើតមាននៅក្នុងច្បាប់ឯងចាដល់ពេលអញ្ចឹងវាជាវិធីសាស្ត្ររបស់ពួកខ្ញុំមកណែអញ្ចឹងហើយពួកហងចាក់ខ្ញុំអត់មានសហជីពទេព្រោះយើងទី1យើងក្រៅវិស័យកាត់ដេរយើងមានប្រតិភូបុគ្គលិកហើយណាមួយការអនុវត្តច្បាប់ក្រុមហ៊ុនខ្ញុំទូទៅគឺស្ទើរតែ 99% យើងកុំហ៊ាននិយាយថា 100% គឺយើងអនុវត្តតាមច្បាប់ហើយមានលើសច្បាប់ទៀតដល់ពេលអញ្ចឹងគាត់អត់មានការតវ៉ាអីរាល់ពាក្យពេចន៍ដែលយើងនិយាយគឺយើងតែនិយាយមានប្រសិទ្ធភាពហើយសូម្បីតែកាត់លុយសោធននិវត្តន៍វងក៏មានអ្នកចង់តវ៉ាដែរអញ្ចឹងពួកខ្ញុំក៏ស្នើសុំខាងបសសមក trend ដល់ហងចាក់ទៀតអ្នកគ្រូដល់ពេលអញ្ចឹងគាត់អត់មានជំរឿក្នុងការប្រឆាំងមួយពួកយើងបានទេព្រោះអ្នកដែលចេញច្បាប់គឺបានមកបរៀនពួកគាត់ហើយអញ្ចឹងហើយគ្រាន់តែជាបទពិសោធន៍ពួកខ្ញុំមួយដែរក្នុងការដោះស្រាយជាមួយអ្នកដែលបាក់ជាពិសេសកម្មករឬក៏សហជីពនឹងចាអរគុណច្រើនបងសម្រាប់ការចែករំលែកចាបងអ្នកគ្រូជាក់ស្ដែងរាល់ថ្ងៃយើងអាចនៅស្នើសុំខាងក្រសួងចុះមក trend ដល់កម្មករពាក់ព័ន្ធនឹងច្បាប់ផ្សេងៗនៅស្នើសុំបានអ្នកគ្រូបានបងអាចដាក់លិខិតមកស្នើសុំតាមអញ្ចឹងដូចជាយោបល់ខ្ញុំដែរបើសិនជាពិបាកក្នុងការដោះស្រាយមួយគាត់យើងគួរដាក់លិខិតស្នើសុំទៅក្រសួងឲ្យមក trend ទៅពេលគាត់តវ៉ាគឺគាត់តវ៉ាមួយក្រសួងហ្មងចាដោយករណីដែលគាត់មានវិវាទអីផ្សេងៗដែលរៀងធំហើយពិបាកដោះស្រាយហ្នឹងក៏គាត់ដាក់ស្នើសុំឲ្យជាពិសេសដោយពាក់ព័ន្ធមួយការដកកាត់ពីទានសហជីពហ្នឹងក៏ជន់គ្នាសមាជិកភាពសហជីពមួយនោះក៏ជន់មួយសហជីពមួយទៀតចឹងទៅក៏ពិបាកក្នុងការដោះស្រាយមួយខែត្រូវដោះស្រាយ300ករណីបែបហ្នឹងអញ្ចឹងគាត់ដាក់លិខិតមកមួយរួមអញ្ចឹងទៅឲ្យយើងចុះទៅជួយដោះស្រាយគាត់ម្ដងអីទៅឲ្យហើយតែម្ដងហើយក្នុងរយៈពេលហ្នឹងក៏គាត់មានការស្នើសុំឲ្យមានការបដិបដាពាក់ព័ន្ធមួយប្រធានបទផ្សេងៗនេះដែរអញ្ចឹងទៅដូចពាក់ព័ន្ធមួយប្រធានបទក្នុងការដោះស្រាយវិវាទអីចឹងជាដើមអញ្ចឹងឬក៏អាចដូចមានប្រសាសន៍អញ្ចឹងគឺបើសិនជាពិបាកក្នុងការដូរបរិបទដោយសារតែមានតកែចាស់តកែថ្មីអីចឹងហើយទៅយើងចង់អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់វិញអញ្ចឹងគឺយើងអាចស្នើមានរូបគោលពីក្រសួងទៅដើម្បី
ហើយប្រាប់គាត់ថាការអនុវត្តបែបម៉េចវាត្រឹមត្រូវទៅតាមច្បាប់ចឹងទៅការអនុវត្តបែបម៉េចវាអត់បានត្រឹមត្រូវតាមច្បាប់ចឹងដូចបងថាមានប្រសាសន៍ចឹងគឺគាត់អត់តវ៉ាប៉ុន្តែមួយចំនួនក៏នៅតែមានការតវ៉ាដែរតែគាត់ថាយើងសាកល្បងសិនទៅធ្វើឲ្យអស់លទ្ធភាពសិនទៅហើយបើសិនជាមាននៅតែមានការតវ៉ាទៀតយើងអាចមានវិធីសាស្ត្រអីផ្សេងបន្តទៀតទៅតាមទិដ្ឋានៃការតវ៉ាហ្នឹងតាចាអរគុណខ្ញុំក៏ចង់ចូលរួមប៉ុណ្ណឹងក៏ឃើញបងសហគាត់សួរខ្ញុំមានធ្លាប់មានបទពិសោធន៍ពីមុនធ្លាប់បង់លុយ AN ហ្នឹងឥឡូវយើងឈប់បង់វិញយើងជោគជ័យអញ្ចឹងណាគ្រូចាចឹងការជួបគ្នានៅក្នុងវគ្គបណ្ដាលអីផ្សេងហ្នឹងក៏ជាវេទិកាមួយសម្រាប់ចែករំលែកបទពិសោធន៍ដែរព្រោះពេលខ្លះគាត់ជួបប្រទះបញ្ហាអីនៅកន្លែងការងារនឹងផ្ទាល់អញ្ចឹងទៅគាត់អត់ទាន់បានដឹងពីវិធីក្នុងការដោះស្រាយឲ្យបានល្អអញ្ចឹងមានបទពិសោធន៍ជោគជ័យពីបងផ្សេងអីអាចចែករំលែកនៅកន្លែងហ្នឹងបានចាអញ្ចឹងមានសំណួរអីឬក៏មានយោបល់អីបន្ថែមមានយោបល់អីទេយើងបន្តពាក់ព័ន្ធមួយប្រធានបទហ្នឹងគ្រាន់តែអត់តាមពិតទៅដូចជាអត់មានអីទេនេះបងគាត់បានដឹងហើយអញ្ចឹងយើងអាចចូលទៅធ្វើការងារក្រុមតិចហ្មងឬក៏បងចង់សម្រាប់5នាទី10នាទីអីដែរឬក៏អត់ទេអាចចូលក្រុមហ្មងឬក៏មិនដែរព្រោះខ្ញុំមានប្រធានបទខ្ញុំមានអាចថាត្រូវចែកជា3ក្រុមដោយសារបងមាន30នាក់ដែរអញ្ចឹងមួយក្រុមអាច10នាក់អីតាមហ្នឹងខ្ញុំនឹងចែក random ទេដោយសារខ្ញុំចែកចូលក្នុងនេះហ្មងហើយប្រធានបទខ្ញុំដាក់ចូលនៅក្នុងក្រុមជូនដើម្បីបងគាត់មើលបានអញ្ចឹងណាមិនមែនប្រធានបទអីគ្រាន់សំណួរមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងប្រធានបទយើងធ្វើមិនឲ្យតំណែងជាជីវៈឬក៏តំណែងនៅកន្លែងការងារឬក៏កិច្ចសហការនៅកន្លែងការងារទៅបានល្អប្រសើរចឹងខ្ញុំអាចដាក់ផ្ទោក្រុមហ្នឹងហើយអាចត្រូវការពេល1នាទីដែរ15នាទីអីបើសិនជាអត់ទាន់ហើយទេចាំខ្ញុំបញ្ជាក់បន្ថែមម្ដងទៀតសុំចាំមួយផ្លែបងសុំមើលកន្លែងបងធ្លាប់មានក្រុមភាសាពីមុនណានៅទេអត់មានទេអ្នកអត់បានមានហ្នឹងបងបានប្រហែលប្រធានបទអីបងនេះប្រធានបទអីដែរមានតែលោកគ្រូ break room នៅតែណាគ្រូចាប៉ុន្តែចង់និយាយថាខ្ញុំរកកន្លែង break room អត់ឃើញខ្ញុំនឹងគាត់ដាក់ឲ្យខ្ញុំមកដល់ខ្ញុំឃើញថាអូយគាត់ទៅណាទៅ option សុំចាំតិចខ្ញុំ
ចេះបងឥឡូវចេះចាំផ្លែខ្ញុំសុំសម្រាប់ផែ5នាទីអីដើម្បីឲ្យគាត់គាត់ដូចអត់ឃើញមាន transfer host ឲ្យខ្ញុំណាដល់ពេលអញ្ចឹងខ្ញុំអត់អាចប្រេកនេះបានអត់អាចដាក់ជួបក្រុមបានបាទ ចាសុំផែ5នាទីអីចាំមិនចាំមកវិញបើអត់បានទៀតខ្ញុំបន្តមេរៀនវិញអញ្ចឹងចាំលើកក្រោយតែឥឡូវសុំពេលបន្តិចសិនដើម្បីគាត់រៀបចំបានអីចាំ5នាទីទៀតខ្ញុំមកវិញអរគុណបងចាបងជំរាបសួរបងម្ដងទៀតខ្ញុំដាក់ប្រធានបទនៅក្នុងឆាតបងឃើញអត់ឬក៏ខ្ញុំដាក់ចូលក្នុងក្រុមហ្មងពួកខ្ញុំបែងចែកជា3ក្រុមហើយខ្ញុំមានសំណួរទៅតាមក្រុមក្រុម1ក្រុម2ក្រុម3ចឹងទៅហើយបងអាចឆ្លើយចូលនៅក្នុងกระดาษមួយឬក៏ក្នុង note ទូរស័ព្ទអីក៏បានដែរហើយបង screen ផ្ញើឲ្យខ្ញុំហ្មងពេលចប់ហើយសុំឈ្មោះសមាជិកក្រុមផងបានទេបងអ្នកគ្រូខ្ញុំដាច់មែនបានចូលក្រុមនេះអត់តាន់ទេខ្ញុំអត់តាន់បានចែកក្រុមទេដោយសារខ្ញុំទៅបាន link ខ្ញុំទៅបាន option សម្រាប់ចែកក្រុមហ្នឹងដោយសារថាគាត់អត់បើកឲ្យខ្ញុំចែកអញ្ចឹងទៅខ្ញុំទេតែគាត់មិញទៅគាត់បើកឲ្យខ្ញុំចែកវិញអញ្ចឹងឥឡូវខ្ញុំដាក់ខ្ញុំនឹងបែងចែកជា3ក្រុមហើយបងចូលក្រុម random ទៅខ្ញុំដាក់ទៅជូនហើយចាំពេលបងចូលក្រុមបងអាចទៅសេចម្លើយរួមជាមួយឈ្មោះសមាជិកក្រុមហ្នឹងនៅក្នុង note ឬក្នុងกระดาษ A1 អញ្ចឹងហើយបងអាចថតឬក៏ផ្ញើឲ្យខ្ញុំតាម Telegram ខ្ញុំផ្ទាល់ហ្មងទៅមិនចាំដាក់ចូលក្នុងក្រុមទេហើយខ្ញុំដាក់សំណួរខ្ញុំចូលនៅក្នុងក្រុមជូនអញ្ចឹងបានទេបងចាបានអ្នកគ្រូចាអញ្ចឹងខ្ញុំចាប់ផ្ដើមបែកចេញជាក្រុមជា3ក្រុមចាអញ្ចឹងមួយក្រុមអាចមាន9ទៅ10នាក់អញ្ចឹងអាចថាពេលរយៈពេលដែលខ្ញុំទុកជូនអាច15ទៅ20នាទីប៉ុន្តែបើបងលឿនជាងនឹងអីបងអាចប្រាប់ខ្ញុំបានតិចតិចខ្ញុំចូលតាមក្រុមមួយដែរអញ្ចឹងណាចូលសួរថាហើយឬក៏អីចឹងទៅតាមអញ្ចឹងខ្ញុំបែកក្រុមជូនហើយប្រធានបទខ្ញុំដាក់ចូលនៅក្នុងក្រុម Telegram ជូន
ជំរាបសួរបងនៅខាងក្រៅក្រុមហ្មងបងវលៈបងធីតាបងសុជាតិតាតារា
សួរអ្នកគ្រូ ចាជំរាបសួរអត់ចាំខ្ញុំដាក់បងចូលក្រុមមួយបាទអ្នកមិញដាច់អ៊ីនធឺណិតដល់ចុចវិញអត់ឃើញក្រុម បងនៅក្រុមណាមុនហ្នឹង មុនហ្នឹងដូចជារួមមួយអ្នកទៅចាចាំខ្ញុំដាក់ចូលទៅចា sẽ gặp bạc trắng
ជំរាបសួរបងសាយ៉នត្រូវលើឯបងចាខ្ញុំប្រហែលជាចេញក្រុមហើយបងសាយ៉នត្រូវអត់បងនៅក្រុមណាមុននឹងទទួលសលេងខ្ញុំរៀងដាច់ស្ដាប់អត់បានចាអញ្ចឹងអរគុណចាខ្ញុំបានអាសាញទៅបងឃើញអីលោតអាចចូលបានច្បាស់
បងធីតាត្រូវទេបងចាជម្រាបសួរអ្នកគ្រូ ចាបងនៅក្រុមណាបងឃើញបងចេញពីក្រុម គ្រូមុននឹងដាច់អ៊ីនធឺណិតឥឡូវ ចា ចា បង អេតខ្ញុំចូលបាន ចាចានៅក្រុមមួយណាបងក្រុមទីប៉ុន្មានរូមប៉ុន្មានរូម1រូម2រូម3 រូម2អ្នកគ្រូ ចាចាចាំ